ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់សាច់រឿងថ្មីមួយទៀតលើនឹងខ្ញុំដាក់ចំណងជើងឥឡូវដាក់រូបឲ្យអ្នកទាំងអស់គ្នាមើលហ្មងទៅទាំងអស់គ្នាណាដែលចង់ផ្ដល់ជា power ទៅដល់ admin ចឹងណាអាច support តាមរយៈ QR code មួយនេះមកនឹងចូលទៅដល់ការសម្រាយសង្ឃឹមថាអ្នកទាំងអស់គ្នាជួយចុចឲ្យម្នាក់មួយមកបើចុចហើយតោះចូលទៅសាច់រឿងទាំងអស់គ្នាប្រាំសាច់រឿងមកទូប្រាប់បាននិយាយថាអ្វីដែលគេហៅថា romantic មិត្តកុមារភាពដែល romantic បំផុតមានតែនៅក្នុង manga តែប៉ុណ្ណោះទោះស្រីម្នាក់បាននិយាយថាតែយើងជាមិត្តកុមារភាពជារឿងរហូតមែនទេម្នាក់ទៀតនិយាយថាពេលណាយកអូនធ្វើជាប្រពន្ធម្នាក់ទៀតនិយាយថាខ្ញុំស្រឡាញ់អ្នកម្នាក់ទៀតក៏និយាយថាខ្ញុំមិនដែលមានអារម្មណ៍នឹងពីមុនមកទេទោះប្រដឹងថាវាមិនអាចកើតឡើងទេជីវិតគឺវាបែបនេះក្នុងសមុទ្រគោលដៅរបស់អ្នកទាំងអស់គ្នាត្រូវស្វែងរកនរណាម្នាក់ដែលស្រឡាញ់ពិតប្រាកដមិញហ្នឹងវាគ្រាន់តែជាការរៀបរាប់តែប៉ុណ្ណោះដល់ឥឡូវហ្នឹងទោះប្ររបស់យើងបានភ្ញាក់ពីដេកហើយគាត់មានឈ្មោះថាសាកៃយ៉ូណូស៊ូកេយើងមើលទៅសាកៃក៏ពិតជាល្ងាខ្លាំងមែនតែនគាត់បានដឹងថាមាននារីម្នាក់គឺចូលក្នុងបន្ទប់របស់គាត់ដែលនាងចូលហ្នឹងគឺតាមរយៈបងអួចនឹងឯងសាកៃក៏ស្រ័យហៅនាងមិនទាន់ចោលផងនេះគឺនៅក្នុងភួយមួយគាត់នឹងឯងមើលទៅនាងដេកទៅយ៉ាងទំនងតែម្ដងអូនហ្នឹងគឺខូចខ្លាំងមែនតែនចាប់ឲ្យទូប្រុសនេះទូប្រុសបាននិយាយដែរពួកគេរាល់ថ្ងៃតែងតែបែបនេះគាត់នឹកទៅវាតែងតែដល់ឈុតឆាករ៉ូមែនទិកដល់ក្តៅក៏គុកហើយគុណភាពអីចឹងទៅគ្រាន់តែសាកៃច្រឡោនឹងថើបនាងច្បួញមាត់បាត់ហើយហ្នឹងអញ្ចឹងមានវិណាថាដេកទៀតគេចាប់មាត់នេះដែលអូនរបស់យើងមានឈ្មោះថាមីណាម៉ូស៊ីយ៉ូគេភ្ញាក់មកគេធ្វើចរិតដោយសាកៃហ្នឹងចង់ធ្វើមកលើគេសាកៃប្រាប់ទៅនេះជាបន្ទប់របស់គាត់ហើយតែមីណាម៉ូយើងហ្នឹងគេនៅតែថាឲ្យទូប្រុសអញ្ចឹងកុំហៅរបស់ប្រុសឯងទេប្រុសឯងចាក់សៅបង្អួចចឹងហើយចាក់សៅបង្អួចឯងបង្អួចខូចបាត់ហើយយ៉ាមែនធ្វើចរិតចេញមកមិនមែនតែអ្នកទាំងអស់គ្នាស្រឡាញ់ទេអេមីនក៏ដោយសាកៃបានប្រាប់ឲ្យមីណាម៉ូទៅវិញសិនទៅហើយនាងក៏សម្រេចចិត្តថានាងនឹងចេញទៅវិញសាកៃប្រាប់ដែរថាកុំឲ្យផ្លោះបង្អួចប៉ុន្តែអូននឹងអត់ស្ដាប់ទេបើណាឲ្យទូប្រុសឃើញលីអូដ៏ពណ៌ស្រស់ថ្លាពេលដែលសាកៃប្រាប់ទៅធ្វើឲ្យអូនរបស់យើងឡើងអៀនហ្មងសាកៃរបស់យើងបានរៀបរាប់ប្រាប់អ្នកទាំងអស់គ្នាថាពួកគេក៏ជាមិត្តភក្តិពីកុមារភាពអ្វីដែលបានកើតឡើងគឺតែងតែបែបនេះបន្ទាប់មកគាត់ក៏បានមករៀបចំខ្លួនដើម្បីទៅសាលានឹកទៅដល់លីអូដ៏ពណ៌ស្រស់ថ្លាធ្វើឲ្យគាត់ចង់បែកឈាមហ្មងពេលដែលសាកៃចេញមកមីណាម៉ូពិតជាចាំគាត់យូរខ្លាំងមែនតើហើយអូនរបស់យើងខូចខ្លាំងហ្មងទៅចាប់អោបដៃគេនេះសាកៃបានប្រាប់ដែរប៉ុន្តែអូនរបស់យើងយកទាំងពីរនឹងបៀតមកទៅហឹងហើយបាននិយាយបន្ថែមទៀតថាគឺយើងគឺជាមិត្តកុមារភាពនឹងគ្នាមែនទេវាធ្វើឲ្យសាកៃរបស់យើងគ្មានអ្វីបដិសេធបាននោះឡើយគាត់មិនដឹងទេថានាងមានអារម្មណ៍ចំពោះគាត់យ៉ាងណានៅតាមផ្លូវទៅសាលារៀនមីណាម៉ូបានអោបដៃរបស់សាកៃក៏បានគិតថាមិនឲ្យមីណាម៉ូនឹងដឹងពីអារម្មណ៍ពិតរបស់គាត់នោះឡើយខ្លាចនាងខឹងគាត់ដែលគាត់នឹងគិតលើពីមិត្តភក្តិមីណាម៉ូឆ្ងល់ខ្លាំងមែនទែនហើយអ្វីបានជាគាត់មិនប្រតិកម្មអញ្ចឹងដែលនាងខំបៀតចង់ងយមើលទៅគាត់ដូចជាគ្មានអារម្មណ៍អីសោះធ្វើចរិតចេញមកអើយអាចយើខ្ជូតម្លេះហើយចុះអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរសាកៃប្រាប់មីណាម៉ូឲ្យគាត់ដើរឲ្យស្រួលតិចមើលតបល់យកនេះអូច្រឡំដងអត់ថាអូនមីណាម៉ូនេះគេខំគ្រប់យ៉ាងក៏ដើម្បីឲ្យគាត់ហ្នឹងប្រកល់បេះដូងរបស់គាត់មួយចំហៀងមកឲ្យនាងបន្តមកអូនមីណាម៉ូក៏បានបង្កើតអបតហេតុមួយច្រឡំឧបតហេតុយ៉ាប់មែនដែលឲ្យសាកៃរបស់យើងដួលមកលើនាងបែបនេះហើយគេសើចទៀតល្បិចសម្ងាត់តប៉ុណ្នេះនឹងប្រតិកម្មធ្ងន់ហើយល្បិចទាំងអស់នេះនាងបានដកស្រង់ចេញពីសភៅរបស់សាកៃនឹងឯងមីណាម៉ូនាងស្រ័យដូចគេចាប់ចម្រិតចឹងសាកៃងើបមកថាអ៊ុយដៃខ្ញុំនៅណានេះអត់ដឹងទេគេងើបមកហៅមីណាម៉ូតាទៅទៀតបើក្នុងចិនមីណាម៉ូអើយអាបាកាច់អញខំធ្វើប៉ុណ្ណឹងឯងហើយអត់មានអារម្មណ៍អីសោះម៉ែបើនៅពីក្រោយការប៉ັດវិញណាមុខរបស់សាកៃកំពុងតែសរសៃទាញមីណាម៉ូប្រាប់សាកៃអុយអូនងើបបាត់រួចទេបាក់ជើងបាត់ហើយគេបញ្ជាក់ប្រាប់ដែរថាល្បិចរបស់គេទេអូយកូនទុកឲ្យអូននៅម្នាក់ឯងដឹងអត់ថាអូនឡនលីសាកៃក៏មករៀនក៏ដាក់ប្រអប់ជួយសង្គ្រោះមកនេះវាធ្វើឲ្យមីណាម៉ូពិតជាឆ្ងល់នឹងសាកៃខ្លាំងមែនតើសាកៃប្រាប់ទៅដោយសារតែមីណាម៉ូតែងតែបែបនេះកុមារភាពដ៏កំហុយរបស់មីណាម៉ូបើចាំឲ្យមីណាម៉ូវិញណាអើយខូចផែនការរេងប្រូនេះជីស៊ីចូលអីសោះបន្តមកសាកៃប្រាប់ឲ្យមីណាម៉ូបន្តដំណើរទៅមុខទៀតដែលអូនរបស់យើងចង់ហាមឃាត់សាកៃដោយការចាប់ដៃគេប្រាប់ទៅសាកៃថាអើយអូនអាចដើរបានទេជួយកាន់ដៃក៏បានដែរប៉ុន្តែពួកយើងមិនអីទេពួកយើងតែងតែបែបនេះនេះមើលកុមារភាពដែលពួកគេកាន់ដៃគ្នាសាកៃប្រាប់ថាអូយឈប់និយាយទៅខ្មាស់គេឥឡូវហ្នឹងមីណាម៉ូឈប់និយាយក៏បានដែរប៉ុន្តែជួយកាន់ដៃតិចមកអីព្រោះអីជើងរបស់អូនវានៅឆោដំបៅតែអត់ចម្រើនណាសាកៃក៏បានធ្វើតាមទៅវាធ្វើឲ្យអូនរបស់យើងឡើងច្បាយចិត្តហ្មងហើយពួកគេក៏បានបន្តដំណើរទៅមុខទៀតទៅសាកៃក៏បានរៀបរាប់ដែរមិនថាកុមារភាពស្និទ្ធស្នាលប៉ុណ្ណានោះទេពួកគេមិនអាចលើសពីមិត្តភក្តិនោះឡើយដែលឥឡូវហ្នឹងពួកគេបានមកដល់ផ្លូវដែលមានមនុស្សច្រើនមីណាម៉ូមិនដឹងថាពួកគេគិតយ៉ាងណា
หนูเลยប៉ុន្តែសាកេរបស់យើងនិយាយថាមិនខ្វល់នោះទេបន្តមកពួកគេបានធ្វើដំណើរកាត់បងមនុស្សទៅមិនមែនថាសាកេរបស់យើងមិនអៀននោះទេគាត់អៀនខ្លាំងមែនតែនបើមីណាម៉ូក៏ដូចគ្នាផងដែរអៀនរបស់នាងណាដោយការចាប់ដៃក្តៅបែបនេះសាកេនឹងនៅទៅវាក៏ដល់ឈុតឆាករ៉ូមែនទិកបែបនេះភ្លាមនោះលើសំឡេងម្នាក់ភ្ញាក់ផ្អើលជាមួយនឹងពួកគេមើលតែពួកគេកាន់ដៃគ្នាឡើងស្វីតហ្មងពួកគេទាំងពីរបានប្រាប់ឲ្យអូនហ្នឹងកុំយកច្រឡំអីពួកគេអាចបញ្យល់បានមិនថាទៅជាយ៉ាងណាក៏ដោយអូនម្នាក់ហ្នឹងមិនជឿនោះឡើយដោយនាងអោរើកតាវិញមើលតែដៃឡើងញ័រហ្មងនៅពេលដែលសាកេចង់ជួយអូរបស់យើងនាងបាននិយាយថាកំប៉ះខ្ញុំប្រឯងហ្នឹងក៏មានកំណត់អាក្រក់លើមីណាម៉ូឲ្យសោះហើយនាងបានបង្ហាញថានេះក៏ជាមិត្តកុមារភាពរបស់សាកេផងដែរនាងបានបញ្ជាក់ថាបើធ្វើឲ្យមីណាម៉ូខឹងនាងនឹងមករៀនគាត់ឲ្យចាស់ដៃតែម្ដងដោយនាងមានឈ្មោះថា Hiodoshi Akari សំហាខាងមុខហ្មងទៅគឺ Akari និយាយបែបនេះហើយនាងរៀនមកចាក់ចេញប៉ុន្តែតួប្រុសរបស់យើងមិនចង់ឲ្យទៅនោះទេដោយការហាមគាត់របស់គាត់ហ្នឹងគឺដៃដាក់ឡើងពេញស្អាតតែម្ដង Akari នាងមិនចាំយកទេជីមកកាតាបយើងមើលតែមីឡាម៉ូឡើងគាំងហ្មងហើយបានប្រាប់ទៅ Akari ថានាងទេគឺជាអ្នកដែលបានអស់ដៃសាកេបន្តមកសាកេរបស់យើងបាននិយាយថាមីណាម៉ូចាប់អស់ដៃខ្ញុំទៀតមកឃើញមែននេះហើយ Akari ក៏បានដកខ្លួនចេញទៅមីណាម៉ូនាងមិនដឹងថាសាកេកំពុងតែនិយាយអ្វីនោះទេបើចំណែកសាកេក៏ដូចគ្នាផងដែរអាមិញហ្នឹងដៃគាត់ចាក់សោអត់អស់ចិត្តទេឥឡូវហ្នឹងវាយសតតែចង់បបួលមីណាម៉ូកាន់ដៃជាមួយនឹងគ្នាបន្ថែមទៀតប្រកបណាអាការីនឹងសើចទៅលើគាត់ដោយសារតែគាត់ហ្នឹងមានអារម្មណ៍ទៅលើមិត្តកុមារភាពរបស់ខ្លួនឯងហើយក៏ខ្លាចមីណាម៉ូបដិសេធគាត់ដែលឲ្យគាត់គិតថានាងមានអារម្មណ៍ទៅលើគាត់ក៏តែមើលអាការីឯណែវិញនាងកំពុងតែតម្រង់ទៅសាលាភ្លាមនោះនាងទៅចង្គង់ជ្រោយឲ្យវាយអវ៉ាន់ពេញហ្នឹងនាងក៏ថាមីណាម៉ូឥឡូវកំពុងតែមានអាកាសលើនាងខ្ពស់ខ្លាំងមែនតែនសម្លឹងតែមើលរូបថតពីកុមារភាពនាងមិនដឹងថានាងគួរធ្វើអ្វីទេរត់ទាំងវើដែលនាងធ្វើទៅលើសាកេនាងមិនដឹងថានាងកំពុងតែធ្វើអ្វីទេនាងពិតជាចង់ឲ្យសាកេហ្នឹងមកស្ដីបន្ទោសទៅលើនាងខ្លាំងមែនតែនប៉ុន្តែពិតជាសាហាវណាស់ដៃរបស់គាត់បានដាក់លើអីនោះរបស់នាងបើចំពោះនេះណាម៉ូនាងនឹងធ្វើតែអារម្មណ៍របស់គាត់ហើយបើចំណែកសាកេវិញគាត់នឹងលាក់អារម្មណ៍របស់គាត់ជានិច្ចនៅពេលដែលពួកគេទាំងអស់គ្នាបានមកដល់សាលារៀនយើងឃើញថាសាកេនិងអាការីពិតជាលេងទឹកមុខដាក់គ្នាខ្លាំងមែនតែនសាកេក៏បាននិយាយប្រាប់អ្នកទាំងអស់គ្នាដែរថានេះគឺជាមិត្តពីកុមារភាពរបស់គាត់ផងដែរពួកគេបានឆ្លោះគ្នាដោយសារតែភេសជ្ជៈហ្នឹងគឺវាដូចគ្នាថាពីណាកូពីពីណាអញ្ចឹងទៅមិត្តកុមារភាពរបស់ពួកគេមិនដែលត្រូវគ្នាទេគឺឆ្លោះគ្នាដូចឆ្មាហើយនឹងឆ្កែអញ្ចឹងភ្លាមនោះមីណាម៉ូបានហាមឃាត់ពួកគេទាំងពីរនាក់នាងចង់ប្រាប់ឲ្យពួកគេរៀនចោះសម្រងគ្នាតិចទៅប៉ុន្តែយើងមើលតែពួកគេដូចជាមិនខ្វល់នោះឡើយភ្លាមនោះមីណារីម្នាក់ចង់ឲ្យមីណាម៉ូទៅជួយនាងបន្តិចមុនពេលដែលនាងចាចេញប្រាប់ឲ្យពួកគេឈប់ឆ្លោះគ្នាទៅអាការីនាងនៅបន្តនិយាយទៀតថាចង់ឲ្យនាងឈប់ឆ្លោះតតែសំបរនាងសាកេថាចាំជាតិក្រោយឯងយាយចាស់អើយអត់មានរឿងអីទេចុកចាប់រៀងខ្លួននឹកទៅសាកេក៏មិនដឹងថាគាត់កំពុងតែធ្វើអ្វីទេទាំងដែលកុមារភាពរបស់ពួកគេពិតជាស្និទ្ធស្នាលខ្លាំងមែនទែនហើយក៏ឆ្ងល់ថាអាការីចាប់ទុកគាត់ជាមិត្តដែរឬទេពេលធំឡើងខុសពីក្មេងដាច់ស្រេចតែម្ដងគាត់និយាយថាពួកយើងមិនគួរធ្វើបែបនេះនោះទេហើយក៏បាននិយាយតែអាការីគាត់មើលតែភេសជ្ជៈនេះពិតជាអស្ចារ្យខ្លាំងណាស់និយាយចុះឡើងពួកនឹងឆ្លោះគ្នាដែរអត់យល់ទេនេះតាមប៉ាត់នៅក្នុងចិត្តអាការីក៏នាងមិនចង់ឆ្លោះដែរនាងចង់បង្ហាញថានាងណាគឺជាស្ត្រីរំទុំសម្បីតែភេសជ្ជៈទិញដូចគ្នាទៀតផងប៉ុន្តែមើលតែពួកគេទាំងពីរនាក់ដូចជាមិនត្រូវគ្នាអីសោះនៅពេលនោះពួកគេក៏បានមកគម្របដោស្មើគ្នាអាការីប្រាប់ទៅសាកេកុំគប់ពីនាងមើលសាកេគេនិយាយថាពីណាមុនអញ្ចឹងទៅឥឡូវនេះគាត់ពិតជាឆ្ងល់មិនភេសជ្ជៈគាត់មានទឹកច្រើនម៉េះរួចទៅដឹងថាពួកគេទាំងពីរនាក់បានច្រឡំភេសជ្ជៈជាមួយនឹងគ្នាអាការីលើឲ្យឡើងភ្ញាក់ផ្អើលហ្មងនេះគឺជាស្នាមថើបដល់ប្រយោលហើយបាននិយាយទៅសាកេថានាងមិនមានអារម្មណ៍អីនោះទេហើយបានចោទសួរទៅគាត់ថាមានអារម្មណ៍អីអត់ហ្នឹងមានកាត់អីអត់បើមានអារម្មណ៍បានន័យថាបុរសព្រមចារីសាកេលើឲ្យឡើងភ្ញាក់ផ្អើលហ្មងឃើញដូច្នោះហើយអាការីនាងក៏សប្បាយចិត្តដែរដែលធ្វើឲ្យគាត់ខឹងសាកេក៏លើដូច្នោះក៏បានសួរទៅអាការីវិញទៅអាការីនិយាយថាបំភ្លេចអានឹងចោលទៅបង្កើតស្នាមថើបដល់ប៉ាត់ប្រកាសមួយអួយខ្លាចមែនខ្លាចក្នុងការថើបមែនសាកេបាននិយាយថាកុំគិតតែគាត់ខ្លាចឥឡូវថើបហ្មងនិយាយចឹងក៏ភ្លេចចឹងហ្មងនេះមានអាមិត្តរំថាក៏នៅទីនេះផងដែរអាការីនាងមកតនិយាយទាំងតែខ្លួនហ្នឹងមិនចង់និយាយទេថាកុំគិតតែនាងខ្លាចដែរវាគ្រាន់តែជារឿងទុយតែប៉ុណ្ណោះនិយាយវាហើយគាំងរៀងខ្លួនបន្តមកពួកគេបានមកកន្លែងស្ងាត់ត្រៀមចិត្តត្រៀមកាយដើម្បីថើបគ្នាអាការីប្រាប់សាកេធ្វើវាលើមកប្រយ័ត្នមាននរណាមកឃើញសាកេនិងអាការីមិនដឹងថាពួកគេកំពុងតែធ្វើអ្វីទេនៅទីនេះយើងមើលតែអាការីនាងពិតជាញ័រខ្លាំងមែនតែននៅពេលដែលសាកេសួរទៅនាងថានាងកំពុងតែត្រៀមខ្លួនហ្នឹងហើយសាកេក៏ឆ្ងល់ថាអាការីដែលធ្វើរឿងហ្នឹងពីមុនមកអត់អាការីនាងមិនបានឆ្លើយទេដោយសួរទៅសាកេវិញទៅហើយក៏បាននិយាយថាក៏មិនដែលបានថើបនរណាពីមុនមកឡើយអាការីសួរទាំងស្លូថាតើវាពិតដែរឬទេនៅពេលដែលសាកេនិយាយថាការប៉ិននោះវាធ្វើឲ្យអាការីពិតជាសប្បាយចិត្តខ្លាំងមែនតែនដោយរៀននឹងថានោះសាកេបានគិតដែរគាត់គិតថានាងស្អប់គាត់តើប៉ុន្តែ
ឥឡូវនេះពួកគេកំពុងតែចាប់ដើមពីភាពរ៉ូម៉ាន់ទិករបស់ពួកគេភ្លាមៗនោះមាននៅសម្លេងនរណាម្នាក់បានសួរថាពួកគេកំពុងតែធ្វើអ្វីវាធ្វើឲ្យពួកគេភ្ញាក់ផ្អើលខ្លាំងមែនទែននោះគឺជាមីណាម៉ូនឹងឯងមីណាម៉ូនឹងខំដើររកចង្អុលពួកគេកំពុងតែនៅទីនេះសម្ដៅតែរកសាកៃធ្វើឲ្យគ្នាឡើងភ័យហ្មងគាត់ប្រៀបធៀបដូចជាស្នេហាត្រីកោណមួយអញ្ចឹងមីណាម៉ូលើកដៃសាកៃក៏បិទភ្នែកស្មានតែអូនវាយតើប៉ុន្តែនាងដកសរសៃសក់ចេញពីភ្នែករបស់គាត់សោះនៅពេលដែលមីណាម៉ូសួរពួកគេថាមកធ្វើអ្វីនៅទីនេះអាការីនាងមិនដឹងនិយាយអ្វីថយក្រោយបណ្ដាឲ្យនាងដួលមីណាម៉ូហើយនឹងសាកៃភ្ញាក់បានដល់ពេលដែលឃើញរូបខ្លាឃ្មុំនៅជាប់វីដេអូរបស់អាការីមីណាម៉ូបានបិទភ្នែកនឹងមាត់របស់សាកៃកុំឲ្យគាត់និយាយប៉ុន្តែទៅជាយ៉ាងណាក៏ដោយសាកៃក៏នៅតែនិយាយអញ្ចឹងអូគាត់យល់ហើយអាការីនៅក្មេងចូលចិត្តខ្លាឃ្មុំឥឡូវធំឡើងក៏ចូលចិត្តដែរគួរឲ្យចង់សើចផ្លែមមកស៊ីម្ដាយរបស់អាការីតែម្ដងនាងពិតជាខឹងខ្លាំងណាស់ដែលចង់លុបការចងចាំរបស់សាកៃហើយពួកគេក៏បានប្រកែកគ្នានៅកន្លែងហ្នឹងទៅតាមពិតណាមិញមីណាម៉ូនាងបានដឹងតែហើយពួកគេរៀបនឹងថើបគ្នាចេះស្នាងដែលនាងមកតន់ណាខ្មោចពួកគេថើបគ្នាបាត់ទៅហើយកាន់មកត្រង់ស្នាដែរវិញដែលមិត្តភក្តិរបស់សាកៃបាននិយាយអំពីមិត្តកុមារភាពរបស់សាកៃប្រាប់ឲ្យពួកគេឈប់និយាយទៅដោយសារតែពួកគេគ្រាន់តែជាមិត្តនឹងគ្នារស់នៅក្បែរគ្នាតែប៉ុណ្ណោះប៉ុន្តែអាប៉ែម្នាក់បាននិយាយថាឃើញមីណាម៉ូហ្នឹងផ្លោះបង្អួចទៅផ្ទះរបស់សាកៃរហូតប៉ុន្តែក៏បានប្រាប់តែពួកគេវិញថាកុំឲ្យកើតអ្វីប្រែផ្ដាស់គាត់និយាយនោះអំឡុងពេលដែលមីណាម៉ូមកដល់គាត់និយាយថាគ្រាន់តែជាមិត្តពីកុមារភាពក៏មិនដែលគិតថានាងជាស្ត្រីនោះឡើយវាធ្វើឲ្យពួកគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើមីណាម៉ូនាងយល់ហើយអំពីរឿងទាំងអស់នេះសាកៃក៏ចង់បញ្យល់នាងដែរប៉ុន្តែមិនអាចទៅរួចនោះឡើយភ្លាមៗនោះមីណាម៉ូហៅមកអោបគាត់តែម្ដងហើយបាននិយាយថាមិនអីទេពួកយើងគ្រាន់តែជាមិត្តពីកុមារភាពឃើញមែនទេហើយវាធ្វើឲ្យលោកបងនៅចិននោះពិតជាចំណែននឹងសាកៃសម្រាប់ឥឡូវនេះមីណាម៉ូនាងមិនទាន់បានធ្វើកិច្ចការផ្ទះនោះឡើយដូច្នេះហើយនាងនឹងធ្វើនៅទីនេះតែម្ដងយើងឃើញថាមីណាម៉ូកំពុងតែអង្គុយនៅលើកាផ្លូវរបស់សាកៃហើយនាងបានប្រាប់ទៅសាកៃថាមិនអីទេពួកយើងគ្រាន់តែជាមិត្តពីកុមារភាពលោកបងហើយនឹងចាចានៅចិននោះមានការច្រណែនជាខ្លាំងអង្គុយធម្មតាមិនអង្គុយទេមីណាម៉ូនឹងខូចទៅឯទៀតសាកៃក៏មានអារម្មណ៍ពេកស្រ័យឡើងវ៉ាស់វិញនឹងទៅហើយក៏ឆ្ងល់ថាមនុស្សគ្រប់គ្នាបានលឺអត់មិញបានលឺអត់មិនថាទោះជាយ៉ាងណាក៏ដោយមីណាម៉ូនាងមិនប្រកាន់ឡើយពីព្រោះនាងតែងតែធ្វើបែបនេះតាំងពីតូចអាណោះឬបានសួរទៅសាកៃថាតើវាប៉ັດប្រកាសដែរឬទេនាងធ្វើបែបនេះដោយសារតែគាត់និយាយថាគាត់មិនចាប់ទុកនាងជាស្ត្រីនោះទេអង្អែដែលឃើញសាកៃប្រតិកម្មនោះវាធ្វើឲ្យនាងពិតជាសប្បាយចិត្តខ្លាំងមែនតើភ្លាមៗនោះយើងលើសំឡេងនរណាបានស្រែកនោះក៏ជាសំឡេងអាការីនឹងឯងឆ្ងល់ថាពួកគេឥឡូវនេះកំពុងតែធ្វើអ្វីហ្នឹងមីណាម៉ូប្រាប់តែអាការីនាងគ្រាន់តែធ្វើកិច្ចការផ្ទះតែប៉ុណ្ណោះអាការីថាបើអញ្ចឹងមកអង្គុយត្រង់ឲ្យបានត្រឹមត្រូវមកសាកៃក៏សប្បាយចិត្តដែលឃើញអាការីមកជួយគាត់ប៉ុន្តែមីណាម៉ូបានប្រាប់តែអាការីនាងមិនទៅនោះឡើយដោយសារតែពួកគេទាំងពីរនាក់គ្រាន់តែជាមិត្តពីកុមារភាពអាការីនាងយល់ហើយនាងមិនធ្វើទេប៉ុន្តែនាងអង្គុយដែរហើយប្រាប់តែពួកគេថានាងមិនតបានធ្វើកិច្ចការផ្ទះនោះឡើយពួកគេជាមិត្តកុមារភាពមែនទេអញ្ចឹងមិនអីនោះឡើយវាធ្វើឲ្យរបស់នៅក្បែរនោះពិតជាមានការច្រណែនសាកៃក៏ធ្វើអ្វីមិនបានក្រៅពីឲ្យពួកគេអង្គុយនៅលើកាផ្លូវរបស់គាត់មើលតែអាការីនាងដូចមិនទេដោយសារតែសាកៃក៏នៅមិនស្ងៀមបើចំណែកមីណាម៉ូក៏ដូចគ្នាផងដែរនាងមិនដឹងថាអាការីនឹងកាត់អីទេដោយសារតែអាការីតែងតែនិយាយថាស្អប់សាកៃរហូតភ្លាមៗនោះអាការីនាងមិនចោះចាញ់ឡើយក៏ធ្វើការអង្អែទៅលើកាផ្លូវរបស់សាកៃទៅមីណាម៉ូនាងមិនចង់ចាញ់អាការីទេក៏ធ្វើការអង្អែដែរទៅគណៈពេលនេះសាកៃក៏ទ្រាំលេងបានហើយក៏ស្រែកទៅអ្នកទាំងពីរហើយក៏បានរុញអ្នកទាំងពីរចេញឲ្យឆ្ងាយពីគាត់អារុញចេញនឹងប៉ាអូប៉ៃរបស់គេទៀតមីណាម៉ូនាងពិតជាសុំទោសគាត់ខ្លាំងមែនតើប៉ុន្តែសាកៃក៏បាននិយាយថាគាត់គ្រាន់តែឈឺនោមឥឡូវឈឺនោមខ្លាំងណាស់មិត្តរបស់សាកៃក៏មិនគិតទេថាអាការីហើយនឹងមីណាម៉ូគាត់គិតត្រឹមតែជាមិត្តកុមារភាពមែនតើដែលមីណាម៉ូនាងនិយាយដដែលថាចង់ឲ្យសាកៃប្រកល់បេះដូងរបស់គាត់មកចំហៀងមកឲ្យនាងចំណែកអាការីនាងនៅតែមានអារម្មណ៍នៅលើគូរបស់នាងអញ្ចឹងបរិបពីនេះដែលនិយាយគ្នានៅក្នុងបន្ទប់ទឹកភ្លាមៗនោះពួកគេភ្ញាក់ព្រាតហ្មងដោយសារតែសាកៃគាត់ស្រែកឡើងពេញហ្នឹងផ្ដាំស្អីនៅនៅពេលនេះយើងឃើញសាកៃរត់យ៉ាងលឿនតម្រង់ទៅជិះឡានក្រុងក៏បានគិតដែរថាខ្លួនគាត់ហ្នឹងមិនគួរមានទំនាក់ទំនងរ៉ូមែនទិកជាមួយនឹងមិត្តពីកុមារភាពឡើយនៅថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកអញ្ចឹងហើយវាមានមនុស្សពិតជាច្រើនខ្លាំងមែនតើភ្លាមៗនោះឡានក៏ដល់ផ្លូវដែលត្រូវបត់ឆ្វេងវាធ្វើឲ្យនារីម្នាក់បោកជាមួយនឹងសាកៃហើយនាងក៏បានសុំទោសផងដែរសាកៃក៏ថាមិនអីទេប៉ុន្តែក៏មើលទៅរូបរាងរបស់នាងពិតជាខ្ជូតហើយគួរឲ្យស្រឡាញ់ហ្មងនៅពេលដែលនារីម្នាក់នោះងាកមកនោះក៏ជាមីណាម៉ូនឹងឯងនាងសប្បាយចិត្តខ្លាំងមែនតើដែលបានជួបសាកៃដែលនៅទីនេះរួយអូនមីណាម៉ូបានសួរទៅទើបដឹងថាពួកគេមានកម្រងថានឹងទៅទិញនំប៉័ងដូចគ្នាដែរអូនមីណាម៉ូនាងចង់បបួលសាកៃទៅទិញជាមួយនឹងគ្នាប៉ុន្តែសាកៃក៏បានប្រកែកថាក៏ទៅសង្កាត់នេះអញ្ចឹងទៅយើងដឹងថាសាកៃទៅណាមីណាម៉ូក៏ទៅនឹងផងដែរមីណាម៉ូនាងក៏មានកម្រងហៅអាការីប៉ុន្តែវាហូរពេលបាត់ទៅហើយសាកៃក៏មើលទៅមីណាម៉ូនៅថ្ងៃនេះដូចជាមានភាពចាស់ទុំភ្លាមៗនោះរយន្តក៏បានដល់ផ្លូវបត់ស្នាមបណ្ដាអូនមីណាម៉ូយើងហ្នឹងទៅអោបសាកៃឡើងស្អិតណែនតែម្ដង
នៅពេលដែលសាកៃប្រាប់ទៅអូនថាមិនអីទេមានតែមកនាងខូចហ្មងយកប៉ងបៀតគេឲ្យគេឡើងណែនក្នុងស្ថានភាពនេះសាកៃក៏មិនដឹងថាគួរធ្វើអ្វីនោះឡើយមិនតែគួរតែសម្រួលអារម្មណ៍ឈប់គិតពីអ្វីទាំងអស់ឃើញមែននេះហើយមានតែមកក៏បានសួរគាត់ទៅឥឡូវហ្នឹងមកអីមានបញ្ហាមែនដូចជាកំពុងតែពិបាកដកដង្ហើមចាប់ហើយសាកៃពេលនេះគាត់ធ្វើអីឲ្យបានទេតែគួរធ្វើយ៉ាងណាជួយគិតពិចារណាអ្នកទាំងអស់គ្នាសាកៃប្រាប់មានតែមកគាត់អត់មានអ្វីទេប៉ុន្តែអូនរបស់យើងនៅតែនិយាយអញ្ចឹងនាងមើលទៅគាត់ដូចជាកំពុងតែមានជំងឺចលនាដូច្នេះហើយមានតែមកនាងមិនចង់ទុកឲ្យសាកៃហ្នឹងនៅតែបែបនេះទេអញ្ចឹងហើយនាងតែម៉ាស្សាទៅលើផ្ទៃមុខរបស់គាត់មិនមើលទៅសាកៃទេគាត់ឡើងអៀនហ្មងមានតែមកសួរសាកៃតែគាត់មានអារម្មណ៍យ៉ាងណាដែរធូរស្រាលអត់សាកៃប្រាប់ឲ្យមានតែមកឈប់ទៅដោយសារតែគាត់មិនមែនជាកូនក្មេងទេមានតែមកនាងចង់ដឹងសាកៃក៏មានអារម្មណ៍ល្អអត់នៅពេលនេះសាកៃក៏ទ្រាំលេងបានហើយរួចក៏បានធ្វើការអោបទៅលើមីណាម៉ូទៅមីណាម៉ូនេះញាប់អាខ្លាំងមែនតែនហើយបានសួរទៅសាកៃប្រាប់គាត់កំពុងតែមានអារម្មណ៍ដូចជាឈឺខ្នងមកយេអញ្ចឹងហើយគាត់ពិតជាពិបាកគ្រប់គ្រងលំនឹងក្នុងចិត្តរបស់សាកៃគាត់ប្រាប់ខ្លួនឯងថាពួកយើងគ្រាន់តែជាមិត្តពីកម្មាភាពភ្លាមៗដូចជាលើសំឡេងអ្វីម្យ៉ាងឌុកដាក់អញ្ចឹងទៅសាកៃគាត់ពិតជាញាប់អាខ្លាំងមែនតែនក្រឡេកទៅមើលមីណាម៉ូវិញណាម៉ែមុខរបស់នាងអៀនឡើងក្រហមពេញហ្នឹងមីណាម៉ូប្រាប់គាត់ដែរថាដោយអ្វីដែលលោកបានគិតទេភ្លាមៗសាកៃបានបញ្ឈប់ឡើងក្រុងភ្លាមតែម្ដងពួកគេចាំមកមីណាម៉ូនេះឆ្ងល់ពីព្រោះមិនតាន់ដល់ហាងនំប៉័ងនោះឡើយសាកៃប្រាប់មីណាម៉ូតាមប៉ុណ្្នឹងគាត់បានដឹងអស់ហើយមិនចាំបាច់លាក់អារម្មណ៍របស់ខ្លួនឯងទៀតទេមីណាម៉ូនេះញាប់តែគាត់ដឹងមែនទេតែដឹងដោយរបៀបណាចំណែកសាកៃក៏បានទិញភេសជ្ជៈទៅឲ្យមីណាម៉ូនៅក្នុងឡានគឺវាហប់ខ្លាំងពេកដូច្នេះគាត់ចោះមកទិញភេសជ្ជៈអ្វីដែលគាត់និយាយថាមីណាម៉ូលាក់ហ្នឹងណាគឺគាត់បានដឹងថានាងកំពុងតែមានជំងឺចលនាផងដែរវាធ្វើឲ្យមីណាម៉ូដូចជាមានអារម្មណ៍មិនទេសាកៃក៏ឃើញហើយឡើងឆ្ងល់ហ្មងបន្តមកពួកគេបានអង្គុយញ៉ាំភេសជ្ជៈដើម្បីចាំឡានក្រុងតាមពិតមីណាម៉ូស្មានថាសាកៃបានដឹងពីអារម្មណ៍ពិតរបស់នាងឯតាប៉ុន្តែក៏នៅតែមិនអាចមែនទេមានអារម្មណ៍ទៅលើមិត្តកុមារភាពរបស់ខ្លួនឯងគ្រាន់តែក្តីសង្ឃឹមរបស់នាងនៅថ្ងៃណាមួយអ្វីទាំងអស់នេះវាអាចទៅរួចទៅចោះហើយនាងក៏បានធ្វើការផ្អែកខ្លួនទៅលើសាកៃតែម្ដងអារម្មណ៍របស់សាកៃនៅពីក្រោយការប៉ាត់ម៉ែកំពុងកោការពេញហ្នឹងគាត់បានប្រាប់ខ្លួនឯងថាអូនមិត្តកុមារភាពរបស់ខ្លួនឯងទេនៅថ្ងៃបន្ទាប់ពួកគេក៏បានមកសាលារៀនអីចឹងទៅនៅថ្ងៃនេះមីណាម៉ូនាងពិតជាធុញខ្លាំងមែនតែននាងចង់បបួលអាការីមកលេងហ្គេមជាមួយនឹងនាងយកឃើញថាមីនៅក្រៅគឺវាភ្លៀងដូច្នេះហើយមីណាម៉ូនាងពិតជាអត់សក់ខ្លាំងណាស់ហ្គេមរបស់ពួកគេលេងនោះខ្ញុំសូមរៀបរាប់បន្តិចដោយគេផ្ដើមមកពីអក្សរសអ្នកដែលគេបន្ថែមនោះគឺសង្ហាមេអេបមីនអីចឹងទៅនិយាយទៅឲ្យតែផ្ដើមមកពីអក្សរសសាកៃបានចាប់ផ្ដើមហៅដោយហៅឈ្មោះរបស់មីណាម៉ូវាធ្វើឲ្យពួកគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនអ្នកដែលភ្ញាក់ផ្អើលជាងគេនោះគឺជាអាការីនឹងឯងនាងពិតជាចរណែនណាស់ចរណែននឹងមីណាម៉ូនឹងហ្មងហេតុអ្វីបានវាមិនមែនជានាងអញ្ចឹងឥឡូវនេះដល់វេនរបស់អាការីម្ដងនាងបានផ្ដើមពីអក្សរអក៏ដែររបស់នាងចង់ឲ្យសាកៃហៅឈ្មោះរបស់នាងគឺអាការីមិនថានាងខំផ្ដើមយ៉ាងណាក៏ដោយសាកៃក៏មិនហៅឈ្មោះរបស់នាងដែរនាងមានអារម្មណ៍ថាដូចជាមូម៉ៅខ្លាំងមែនតែនបន្តមកក៏ដល់វេនរបស់មីណាម៉ូនាងបានហៅឈ្មោះរបស់សាកៃគឺពេញតែម្ដងពួកគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ចំណែកអាការីមានអារម្មណ៍ចរណែនកាន់តែខ្លាំងនាងមិនចោះចាញ់ជាដាច់ខាតជាមួយនឹងហ្គេមដ៏កប៉ិកកប៉ុកមួយនេះឥឡូវនេះគឺជាវេនរបស់នាងហើយនាងក៏បានហៅឈ្មោះរបស់សាកៃទៅខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់មិនផ្ដើមពីអក្សរអទៅចេញជាសាកៃអីចឹងទៅតាមប៉ាត់ខ្ញុំហៅនឹងគឺត្រកូលរបស់ពួកគេទេឈ្មោះរបស់ពួកគេគឺផ្ដើមពីអក្សរអទាំងអស់មានតែអាការីទេដែលខ្ញុំបានហៅឈ្មោះរបស់នាងបើតាមត្រកូលរបស់នាងគឺហ៊ីអូដូស៊ីខ្ញុំបានព្យាយាមហៅឈ្មោះណាដែលស្រួលហៅទេដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ទៅចោះអាការីនាងបានហៅឈ្មោះរបស់សាកៃវាធ្វើឲ្យពួកគេទាំងពីរនាក់ពិតជាភ្ញាក់ផ្អើលអាការីប្រាប់តែពួកគេកុំកើតអ្វីប្រាប់ដែរអសោះដោយសារតែនាងគឺអស់ពាក្យនិយាយមិនថាទោះជាណាក៏ដោយមីណាម៉ូបានចាប់អាការីដដែលនាងបានចាញ់ហើយដោយសារតែពាក្យមួយនេះមីណាម៉ូនាងទៅតែនិយាយឥឡូវនេះពួកគេត្រូវដាក់ទោសទៅលើអាការីស្ទាយដាក់ទោសរបស់ពួកគេដឹងស្អីនេះដូចជាចាក់ជីចតជីចតអីទេនិយាយច្បាស់សិននេះអារឿងទាំងអស់នេះមីណាម៉ូគាត់ថានាងចាញ់មិនត្រូវដោយសារតែសាកៃក៏បានប៉ះរាងកាយរបស់អាការីពេលវេលាមិនបានប្រហែលក៏ដល់ម៉ោងដែលពួកគេត្រឡប់ទៅផ្ទះវិញឥឡូវនេះមេកំពុងតែព្រៀងខ្លាំងមែនតែនដែលសាកៃកំពុងតែតម្រង់ទៅទីសក្ការៈនោះគាត់មិនបានសង្កត់ឃើញអាការីនៅទីនោះឡើយនាងកំពុងតែសុំចៅរបស់នាងដោយសារតែវាសើមសាកៃដែលនៅទីនោះឃើញហើយឡើងភ្ញាក់ផ្អើលឥឡូវនេះអាការីនាងចាប់អារម្មណ៍ហើយពួកគេឡើងភ្ញាក់ផ្អើលរៀងខ្លួនអាការីនាងមិនប្រយ័ត្ននោះបណ្ដាឲ្យសាកៃឃើញលេអូជាលើកទី2ក៏ចង់សើអាហ្នឹងរូបខ្លាឃ្មុំរួចអាការីក៏បានដេញសាកៃឲ្យចេញពីទីហ្នឹងទៅចំណែកសាកៃមានអារម្មណ៍ដូចមិនទេដូចជាដាច់ចិត្តឡើយដោយសារតែគាត់ឃើញអាការីកំពុងតែអង្គុយតែម្នាក់ឯងអាការីនាងឆ្ងល់ហេតុអ្វីរឿងទាំងអស់នេះតែកើតឡើងអញ្ចឹងសាកៃក៏បានត្រឡប់មកវិញបបួលអាការីទៅជាមួយគ្នាទៅមុនរងអាការីនេះខ្មើបន្តិចនៅពេលដែលសាកៃក៏រៀបនឹងចាក់ចេញអាការីនិយាយថាបើនេះជាការទទួលរបស់គាត់ដូច្នេះនាងនឹងទៅយកមកពួកគេទាំងពីរនាក់ដើរជាមួយនឹងគ្នាឡើងស្វីតហ្មងក្រឡេកមកមើលមី
មានអាម៉ូដែរវិញនាងមានអារម្មណ៍អត់សូវសប្បាយចិត្តទេដោយសារតែនាងបានដើរទៅផ្ទះជាមួយនឹងសាកៃភ្លាមៗប្រែចិត្ត190ដុល្លារតែម្ដងដោយសារតែថ្ងៃនេះគេមានលក់អាហារសម្រន់នៅពេលដែលនាងចាក់ចេញទាំងសប្បាយចិត្តយើងឃើញសាកៃហើយនឹងអាការីផងដែរសាកៃក៏មានអារម្មណ៍មិនទេដល់ពេលដែលបានដើរជាមួយនឹងមិត្តកុមារភាពរបស់គាត់នៅការប៉ះកតង្កេចគ្នាបន្តិចបន្តួចពួកគេមានអារម្មណ៍ដូចជាឆ្កើងអាការីនាងបញ្ជាសាកៃក្រុមមុខក្រុមម៉ាក់ហ្មងឲ្យតម្លាក់ឆាត់ឲ្យតម្លឹងឆាត់អីចឹងទៅសាកៃក៏មានអារម្មណ៍ថាអាការីខ្លាចនៅពេលដែលនាងដើរជាមួយនឹងគាត់ភ្លាមៗនោះនាងក៏បានរុញមុខគាត់ចេញតែម្ដងដោយសារតែគាត់នឹងស្រឡឹងមើលមុខនាងយូរពេកនៅកាលពីក្មេងអាការីនាងតែងតែបបួលសាកៃលេងរហូតប៉ុន្តែធំឡើងដូចមិនទេចំណែកអាការីនាងកំពុងតែកាត់ដែរអំពីរបៀបដែលពួកគេដើរជាមួយនឹងគ្នាក្រឡេកមកមើលក្នុងចានវិញសប្បាយមកខប់សេរីហ្មងទោះជាយ៉ាងណានាងមកទៅឲ្យគាត់ទេដោយសារតែគាត់លេងមើលខោក្នុងរបស់នាងអាការីនាងបានសម្គាល់ឃើញស្មារបស់សាកៃគឺសើមនាងបានប្រាប់ឲ្យគាត់ដើរគីនាងបន្តិចមកហើយបានបដោកំសែងទៅឲ្យគាត់ដើម្បីជួលខ្លួន Wow so respect មើលតែប្រូនេះពិតជាល្ងងខ្លាំងមែនតើទៅជួលអាវឲ្យអាការីធំម៉ាននឹងថាឲ្យតែម្ដងនោះប្រវែងជួលអាវប្រវែងទៅតអញ្ចឹងតែបានសាកៃក៏ចាប់អារម្មណ៍មករួចអាការីនាងចង់កាន់ឆាត់ដើម្បីឲ្យសាកៃក៏ជួលខ្លួនប៉ុន្តែមានណាបណ្ដាពួកគេប៉ះដៃគ្នាហើយពួកគេអៀនរៀងខ្លួនអញ្ចឹងទៅសាកៃក៏មើលតែអាការីដូចជាលើកដៃខ្ពស់ដល់ហើយចំណែកអាការីបើនាងមិនលើកខ្ពស់ប្រកបណានឹងប៉ះក្បាលសាកៃជាមិនខាននៅពេលនោះឡានអាបកាយណាជីមកកំឡឹងសាកៃឃើញដូច្នេះក៏ធ្វើជាបរាបរដើម្បីការពារស្រីស្អាតខំជាតាភ្លៀងចឹងឥឡូវ32នាក់ដដែលសាកៃនឹកទៅភ្លេចឆាំងហ្មងថាគាត់កំពុងតែអោបអាការីអូខ្ញុំទៅផាអាការីមិនភ្លេចខ្លួនហ្នឹងណាអាការីដឹងថានេះគឺជាទង្វើដែលសាកៃក៏ចង់ជួយនាងទេអញ្ចឹងហើយនាងអរគុណច្រើនសម្រាប់សាកៃមិនអីទេប៉ុន្តែថ្ងៃនេះក៏ពិតជាសប្បាយរីករាយអាការីឃើញថាពាក្យសប្បាយរីករាយរបស់គាត់ហ្នឹងសំដៅទៅលើអាវក្នុងរបស់នាងសាកៃក៏ខំប្រកែកដែរមិនមែនអំពីរឿងទាំងអស់ហ្នឹងឡើយចុងក្រោយនៅតែស៊ីម្ដាយរបស់អាការីដដែលមើលទៅសាកៃដូចជាត្រូវធ្ងន់ដល់ហើយចំណែកអាការីនាងក៏បានរត់ទៅផ្ទះទៅកាន់មកមើលមីណាម៉ូណែវិញនាងកំពុងតែសប្បាយរីករាយដោយសារតែនាងបានទិញអាហារសម្រន់ច្រើនខ្លាំងណាស់នៅថ្ងៃនេះនាងមានក៏រងញ៉ាំវាអស់ធ្វើម៉េចឲ្យដូចជាជ្រូកចឹងប៉ុន្តែដូចជាអត់សក់ដល់ហើយឥឡូវត្រូវគ្នាញ៉ាំជាមួយក្រឡេកទៅមើលសាកៃប្រហែលជាគាត់ទៅមុជទឹកបាត់ហើយរួចបន្តមកក៏យើងបានដឹងថាផ្ទះរបស់អាការីក៏នៅចិត្តពួកគេទាំងពីរដែរមីណាម៉ូឃើញដូច្នោះហើយនាងមានកម្រងដូចចង់បញ្ញាក់ទៅលើអាការីអញ្ចឹងចំណែកអាការីនាងកំពុងតែនិយាយអំពីសាកៃនាងមិនដឹងថាមីណាម៉ូនៅទីនេះទេដោយសារតែនាងកំពុងតែពាក់កាសចំណែកមីណាម៉ូនាងកំពុងតែឆ្ងល់ជាមួយនឹងសកម្មភាពរបស់អាការីនិយាយតែម្នាក់ឯងថាអូយមិនដឹងធ្វើអីទេនេះហើយបានសរសើរចំពោះរូបថតរបស់សាកៃអូយគាត់ពិតជាល្អណាស់ដោយសារតែគាត់នឹងបានជួយនាងនៅថ្ងៃនេះនាងពិតជាចង់ណាស់ឲ្យសាកៃនឹងចោះសម្រងជាមួយនឹងនាងដោយការពីក្មេងវិញអ្វីដែលបានកើតឡើងនេះនាងចង់ឲ្យវាកើតឡើងម្ដងទៀតភ្លាមៗនោះអាការីនាងទៅតែចាប់អារម្មណ៍ថាមីណាម៉ូក៏នៅទីនេះផងដែរមើលតែមីណាម៉ូទៅមិនដឹងថានាងយ៉ាងម៉េចទេអាការីនាងអៀនមិនដឹងថាមីណាម៉ូនឹងមកតាំងពីស្មានណាហើយមីណាម៉ូក៏បានប្រាប់តែអាការីទៅនាងគ្រាន់តែចង់យកអានំនេះមកញ៉ាំជាមួយតាយំនឹងបាច់ដេកទេឥឡូវញ៉ាំនំជាមួយគ្នាហើយអាការីនាងក៏បានយកប្រោមទៅនៅពេលដែលពួកគេកំពុងតែញ៉ាំនំនោះមីណាម៉ូក៏បានគិតដែរអំពីរូបថតសាកៃដែលអាការីកំពុងតែមើលអាការីនិយាយមកដូចដឹងអញ្ចឹងណាអំពីរូបថតនោះនាងប្រកាសណាមីណាម៉ូនឹងយកច្រឡំជាមិនខានអាការីនាងបញ្ជាក់នាងគ្មានអារម្មណ៍អីទៅលើសាកៃនោះឡើយប៉ុន្តែនាងបានសារភាពដែរកន្លែងខ្លះគាត់មើលទៅដូចជាល្អណាស់លើដូច្នេះមីណាម៉ូឡើងភ្ញាក់អើហើយសួរតែអាការីចូលចិត្តគាត់មែនអាការីនាងនិយាយតែចឹងអត់ចូលចិត្តគាត់ទេស្អប់គាត់ខ្លាំងណាស់មីណាម៉ូបានលើកឡើងអំពីការដើរជាមួយនឹងគ្នាដែលអាការីបាននិយាយអាការីថាមែនហើយនោះគឺជាការប៉ັດប៉ុន្តែពួកគេគ្រាន់តែជាមិត្តពីកម្មាភិបប្រាប់ឲ្យមីណាម៉ូជប់កាត់ឲ្យប្រេះផ្ដាស់អំពីរឿងនោះមីណាម៉ូគិតថាមិនអីទេអញ្ចឹងក៏អញ្ចឹងទៅប៉ុន្តែបើគាត់ស្អាតជាងនេះបន្តិចពួកគេនឹងចោះសម្រងគ្នាជាមិនខានអាការីនឹកទៅអូយអាការីកាន់ដៃដើរជាមួយគ្នាអីអូយស្អីគេសាកៃនឹងមិនស្អាតអីគេគាត់ទៅចេញទេអាការីចង់និយាយថានាងស្រមៃមិនចេញទេភ្លាមនោះអាការីនាងក៏បានផ្លាស់ប្ដូរប្រធានបទហើយនិយាយអំពីវីដេអូវិញមីណាម៉ូនាងក៏បានដឹងអំពីរឿងនេះដែរភ្លាមនោះមីណាម៉ូឃើញហើយឡើងកៀងឆ្កឹងហ្មងដោយសារតែការស័យរបស់អាការីគឺសាហាវពេករបៀបមានទំនាក់ទំនងស្នេហាជាមួយនឹងមិត្តកុមារភាពរបៀបថើបជាមួយនឹងមិត្តពីកុមារភាពដោយអ្នកខ្លាចចឹងទៅរបៀបធ្វើជាមនុស្សស្មោះភ្លាមនោះអាការីក៏បានចាប់អារម្មណ៍ដែរហើយគប់ទូរស័ព្ទចំមីណាម៉ូតែម្ដងដល់ខ្លាចមីណាម៉ូមានរបួសអាការីក៏បានបើកទូដើម្បីយកបង់មិត្តដំបៅនៅពេលដែលអាការីបើកនឹងគឺសាំខ្លាំងមែនតើជ្រុះសរុបថតរបស់សាកៃនៅពេលដែលមីណាម៉ូសួរទៅអាការីថានេះគ្រាន់តែជារូបថតពីកុមារភាពតែប៉ុណ្ណោះមិនថាអាការីនិយាយយ៉ាងណាក៏ដោយមីណាម៉ូលេងចង់ជឿហើយតើអាការីកំពុងតែមានចិត្តទៅលើសាកៃមែនទេក្រឡេកមកមើលការពីក្មេងអាការីក៏បានសួរមីណាម៉ូតើពួកយើងក៏ជាមិ
mất pi của ma phép là hồn men té mi nằm ở slide tới tha bà còn nè Akari này vậy anh chẳng mà này tha Pokemon ai rẽ xa a còn bán rồi bọc luôn anh tê còn ta thom láng Akari bài chia rẽ xa a còn bán rồi bọc luôn anh tự quên hay mi nằm ở bạn số tại Akari ta mi ở rõm chầm po xà cây men té Akari này vậy tha viết đồng khan nè tại sao tại xa cái tay tại tóc Poke đôi chia sầm ra mình chẳng nếu bây giờ có này vậy thì mồi nòng miếng mơ tầm một rồi bọc có đôi chia cầm pung tại ngóp ở đây thôi có vài chất nấu cứ mơ liệu rồi bỏ niềng ông biết đó đấy mi nằm ở đây các bạn vô khơi phòng đây tại sao tại xa cái tay tại tóc Poke đôi chia mây mình chẳng có mà đã chấp tóc Poke đôi chia sợi trai nổi lại rồi lấy mà mới thay cầm nát bỏ mi nào màu vậy nhá xa cái các bạn tinh đây nó sao ai niềng nắp rương thì ở đây cái đại treo mỏng á ở đây đấy Poke thằng pin nếp ăn si chơi mồi kia hay sao cái pin năng mi nằm ở các bạn này vậy đây mình tha Poke luôn sẵn anh mà nấu tại mỗi cả đôi còn tay Poke nơi tại chia mắt lọ nằng kia chỉnh này chấm này xa cây này mấy có cầm phong tài nơi một mình tóc rồi bỏ Akari có các bạn lưới bây vậy là Poke cầm phong tài này giấy phòng đây ta có cứ trên mà nấu đại Poke cầm phong tài sọp khang men thế có đây là bảo có mi cầm rau này do có sáng tại Akari vinh ở đây nó có sẵn lại chết tha thua post đôi chia đang ở vậy ta hơi đại trả trình bị tí năng lên nấu Akari sray dạng khang tay mà đông lên đây cho nói xa cây còn 100 vô tế có tầm lúa thuế cho tầm mới Poke mai mi nắp Poke cầm phong tài phlang ai đời xa tại Poke cầm phong coca nè Akari mi là mốt ba chỉ càng khang mình tên mình trăm vô tế Akari gặp ra bắt thuê cá vay xà cây ta mà đông mi là mới vô khinh ta percent mà Akari vay xà cây bên ní ban này thả Akari mình chơi chật quạt lấy trong này xà cây mi là đóng ta sam đo co hơi mấy chơi tay bành ha tàng on nắng ca lang rồi hô đành trắng rồi bỏ dương cho hay rồi lấy mà mơ cả tôi xây rơ mình tích xà cây ban này vậy tha rơ ca lang nơi đặc biệt nè nói thế nào có hát kỳ lá dương khinh xà cây gặp phong thầy nơi bị lỡ Akari có mình đang tha cô thua vậy thế lời ní ta vậy vậy năng mình chóp chỉ mùi năng bắt pi của ma phê bọc luôn anh men thế mi nằm ở bra bao xà cây đông cha mình tích ở lời ní Pokeกับphong tài miên tập pi nè tìต่อน้ำใส่เนื้อเป็นนี่ยังไม่แต่เลยแมงกะได้เมื่อก็มาเพียกำปองแต่เอาเนี่ยในการสอนนี้ตัวประมาณนี้ถ้าก็เลยเมื่อเคยเนี้ยจะมัดก็มาเพียเตี้ยให้เอาไว้แต่ตัวใส่ยังมาโน้คือเปียแต่งอนนี่จริงบีมอดบอกตัวเปล่าดาวมีน้ำมอกำปองแต่เมื่อมังกะแต่งอนโน้ยมงาแต่มาดองใส่เรื่องในมังกะวันนี้ไปเจียหลอกครั้งนะดังนั้นเนี่ยแต่งอนเนี่ยเอามีน้ำมอกก็จองมันสนายหาใบนี้ได้ไว้เมื่อเธอสกายเต้ได้สมอกยางสองห้ามีน้ำมอกนี่ช่างน่ะไปได้สกายอ่านเรื่องแต่งอนนี่กอดกัดดอนเนียงได้หรือเต้ปีโปรเซปมังกะนี่ก็เจียเรื่องสนายหามันก็มาเพียเรื่องของจ่าจริงนู้มีน้ำมันนี่ใหญ่ได้ท่านเนี่ยหนึ่งจับดามเราเป็นเต้จมวยนางสกายกัดนาเปดสกายกำปองตาตำรองตาสลาเรียนก็บางกัดปีเปเลี้ยกาปีมันสมัยปัจเจกกระดกคลังนะสกายก็มีอากำลังมวยแต่แหลกบ้างจมวยนางมัดก็มาเพียบระบบก้อนแต่งปีก็มันจ้องไอ้โปเกดังกับปีสิเพิ่มมังกะระบบก้อนหนูเลยได้ซาตาเวกเจียเรื่องสนายห้ามัดก็มาเพียบเมื่อตะการแต่งครัวระบบก้อนมันจ้องไอ้ปีนาดังหนูเลยเล่มนู้มีน้ำมันนางอากาเร่บ้านสงกว่าเคยแต่ก้อนในตีนี้สกายมันจ้องไอ้โปเกดังเต้ให้กับทัวร์การแหลกเวต้ามีน้ำมันอากาเร่มันจำโยเต้กับทัวร์การดันดามปีก้อนเล่มนู้สกายก็หยับมาแต่มาดองได้ซาแต่ปฏิการนี้การล้างเลยจำปุกตีมาเพย์บ่มใบในขนมมังกะระบบก้อนปีการรำปอดดอยมัดก็มาเพียบปีเนี้ยอากาเร่ดันดามมาให้เนี่ยหยับอาคลั่งเหมือนตันจำนายมีน้ำมันเนี่ยกับบ้านนี่ใหญ่ผ่องได้เสียพอนี่เนี่ยเคยในกรมกระดับบอกก้อนไปแต่เนี่ยกับปงแต่เด็กเล่นดังเรื่องแต่อันนี้โปเกมอนการจำอ้อแต่เลยสกายคลั่งเหมือนตันดังอันนี้ก็เจอไว้แต่บ้านการล้างกาปีมาสลมิงโปเกจำอ้อกอดบ้านนี้ให้กอดปัจจิเมียนเพียบอ่ะมาเล่มแล้วน้องมีน้ำมันกับบ้านทัวร์การบัตรให้แต่บอกสกายเอากอดเตี้ยปีหน้ามันดังเทศกาเต้สกายกอดเทศกาเต้ก็บ้านนั่งทำมันเนี่ยน้องก็เจนหนาเฮ้ยแล้วนั่งมีน้ำมันสบายจันนะเนี่ยจ้องการได้กอดเต้สลายจมูกนักเนี่ยวันท้ายสกายปาราไซด์ได้ซาแต่ก้อนมันจ้องทัวร์เรื่องแต่อันนี้หนึ่งซาเทียนหนาเลยมีน้ำมันเนี่ยในตาเล่นเศร้าจมูกนักสกายจ้างในการจัดทัวร์ระบอกกอดสกายก็ทาเรื่องแต่อันนี้ก็เจอการจำอ้อบอกมีน้ำมันหรือก็กับมันได้ใจจริงเต้เมื่อทั้งนี้สกายก็มันคว้าปีมีน้ำมันเลยมีน้ำมันจ้องจำลองกิจจับเตี้ยปีสกายก็รอกและเต้มันตกตักในการยำมาฮะมีน้ำมันจ้องยำจมูกนักสกายมันได้ก็รอกและแทกรู้ให้จังเต้มีน้ำมันมองคุยก็แต่มันไอ้เมื่อทั้งนี้สกายมันควายคว้าปีเนียงเลยเรื่องนั้นอากาศมันโซมีน้ำมันมีเรื่องไอ้ปรามเนียงเมาจำเนียงช่วยสำรวจร้อมคล้าอากาศหยาบบ้านไปแต่เลยมีน้ำมันนี่ยำปีสกายถ้าก็ได้เชื่อมันควายก็ปีเนียงเลยในทั้งนี้เลยวันนี้อากาศนี่ใหญ่ชกังท่ามันให้สกายจะรักระบอกก็ไต่แต่แบบนี้กรุบกรอบร้อมระบอกคนไหนดอรมันเต้จมวยนังมัดปีกับมาระเพียบอากาศมีแต่ปันนังเต้จงปลามีน้ำมันชอบโปรยบร้อมเต้รุ่ยอากาศนี่กับบ้านจะจริงซอยเตียงซ้ำแล้วนี่มีน้ำมันชอบโปรยบร้อมกับบ้านได้แต่เนียงมีกำหนดมวยเวกเจ้าการดอลมวยดำใบทัวเวอะไรนี่ไปเลี้ยงจอมซักซ่าก็เติมเตี้ยฉีดทัวมาได้จำหน้ามีน้ำมันเนี่ยมาเติมเตี้ยเต้ดอยมาก็ไหลบกขาดกี่ล่าเนี่ยนันทาสกายในไงนี้คือมาสมัยตีนี้เนี่ยเล่าปีมังกะในจับปูตีดับรำใบแต่ตัวปลาตัวตะเลยตัวใส่นั่นก็ไหลบกขาดกี่ล่ากำลังการบอมีน้ำมันคือใบนี้เนี่ยนะทัวเวกการล้างจำหน้าอากาศนั่งมารวมท่าระบอเนี่ยได้ไว้พวกไอ้เมียกำลังท่านั่งใต้กระเราแค่เลยนี่จำหน้าสกายบ้านจีพิธาเรือนุกรูบ้าน
បានប្រាប់សាកៃដែរថានៅថ្ងៃសម្អាតកន្លែងវឹកហាត់កីឡាគ្រូនឹងលើកទៅថ្ងៃស្អែកតែម្ដងចំណែកមីណាម៉ូដែលវិញនាងពិតជាធន់ខ្លាំងមែនតែនឬក៏បានធ្វើការគេងលងលក់នៅទីនោះទៅមិនវាកាន់តែងងឹតហើយមីណាម៉ូទៅនឹងភ្ញាក់ពីគេងឬបានដឹងថាសាកៃមិនមកឡើយនៅថ្ងៃនេះចង់បើកទ្វារនឹងចាក់ចេញពីទីនេះប៉ុន្តែត្រូវបានជាប់សោបាត់ទៅហើយចង់បើកទូរស័ព្ទខលទៅពីណាឲ្យមកជួយប៉ុន្តែទូរស័ព្ទត្រូវបានអស់ថ្មនាងខំស្រែកដែរឲ្យពីណាជួយប៉ុន្តែមិនមាននរណានៅឡើយហើយបានធ្វើការមកដេកទាំងអស់សង្ឃឹមទៅនាងថាអំពីការមិនខ្វាយខ្វល់របស់សាកៃតើបណ្ដាឲ្យនាងអីកោម្ដងទៀតមែនទេនាងបានរំលឹកអំពីកុមារភាពរបស់នាងតែងតែញ៉ាំអាហារម្នាក់ឯងឯកោដូចជាគ្មានរសជាតិអ្វីឡើយហើយក៏បានសម្លឹងទៅរួចនិយាយថាខ្ញុំនឹកអ្នកយើងដឹងហើយថាពេលនេះមានមកសម្ដៅទៅលើពីណាភ្លាមៗនោះនឹកដល់នៅហើមដល់តែម្ដងនោះគឺជាសាកៃនឹងឯងមើលទៅគាត់ពិតជាហត់នឿយមីណាម៉ូនាងឆ្ងល់ហេតុអ្វីបានជាសាកៃរកនាងឃើញអញ្ចឹងសាកៃប្រាប់ទៅគាត់គិតថាមីណាម៉ូចង់បញ្ញាក់គាត់នៅពេលដែលគាត់មកសម្អាតនៅទីនេះមីណាម៉ូនាងមិននឹកស្មានទេថាសាកៃហ្នឹងយល់ពីចិត្តកំណត់របស់នាងសាកៃប្រាប់ទៅដោយសារតែយើងធ្លាប់ជាមិត្តភក្តិពីកុមារភាពនឹងគ្នានោះអីលើរឿងទាំងអស់នេះឯងធ្វើឲ្យមីណាម៉ូរំលឹកទៅកាន់អតីតកាលតែម្ដងនៅកាលពីក្មេងសាកៃបានយកប្រហិតមកញ៉ាំជាមួយនឹងមីណាម៉ូពួកគេពិតជាសប្បាយចិត្តណាស់ដោយសាកៃក៏មិនចង់ឲ្យមីណាម៉ូឯកោនោះឡើយមីណាម៉ូសួរដែរសាកៃប្រាប់ទៅដោយសារតែយើងជាមិត្តពីកុមារភាពនោះអីដល់ឥឡូវនេះសាកៃក៏បានផ្ញើសារទៅអ្នកផ្ទះកុំឲ្យមានការប្រួយបារម្ភសម្រាប់មីណាម៉ូសាកៃដូចជាបរិយាបររបស់នាងបាននិយាយដែរនាងគិតថាសាកៃស្អប់នាងឯតើសាកៃប្រាប់ទៅប្រហែលជានេះជាការស្រមើស្រមៃរបស់មីណាម៉ូចំណែកខ្លួនគាត់វិញស្មានថាមីណាម៉ូកំពុងតែចំអកមកលើគាត់ភ្លាមៗនោះមីណាម៉ូក៏បានធ្វើការហត់ទៅអោបសាកៃតែម្ដងបណ្ដាឲ្យពួកគេចេញជាឈុតឆាកបែបនេះសាកៃក៏រៀបនឹងចាក់ចេញឯងប៉ុន្តែមីណាម៉ូនាងបាននិយាយថារងចាំបន្តិចឥឡូវពួកយើងមានតែ2នាក់ទេចំណែកអាការីនេះវិញនាងកំពុងតែស្វែងរកមីណាម៉ូផងដែរនាងខំផ្ញើសារទៅពួកគេប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយក្រឡេកមកមើលអ្នកទាំងពីរនេះវិញសាកៃក៏បានគិតថាអ្វីៗនឹងបញ្ចប់ជាមួយនឹងមាត់ពីកុមារភាពរបស់ខ្លួនឯងមែនទេចាពីពេលនេះតទៅផ្ដើមរាត្រីស្នេហាដ៏រ៉ូមែនទិកសាកៃក៏បានហៅឈ្មោះមីណាម៉ូហើយមីណាម៉ូក៏បានហៅឈ្មោះសាកៃវិញដែរវ៉ាវ so respect មើលទៅប្រូនឹងពិតជាល្ងងខ្លាំងមែនតើទៅចាប់ជាមួយមាត់គេនេះក៏គិតថានាងកំពុងតែបង្កើតឈុតឆាកដ៏រ៉ូមែនទិកសោកចំអកលើគាត់ទៀតហើយចំណែកមីណាម៉ូនាងគិតថាសាកៃក៏និយាយត្រូវមួយយ៉ាងដែរឥឡូវនេះមីណាម៉ូនាងពិតជាឃ្លៀងខ្លាំងណាស់ណាហាពេលយប់នេះមានប្រហិតដែរឬទេសាកៃក៏បានរំលឹកពីកុមារភាពរបស់ពួកគេគាត់គិតថាគ្មានផ្លូវឡើយដែលគាត់អាចមើលឃើញនាងជាក្មេងស្រីម្នាក់ដែលឥឡូវនេះក៏បានផ្ញើសារទៅអ្នកផ្ទះហើយដូច្នេះពួកគេអាចដើរលេងយូរជាងនេះបន្តិចសាកៃបានមកអង្គុយកន្លែងមួយរួចសួរទៅមីណាម៉ូថាមានអ្វីនៅក្នុងចិត្តរបស់នាងមីណាម៉ូថាគ្មានអ្វីទេរួចក៏បានមកអង្គុយចិត្តសាកៃដែរទៅនាងបាននិយាយថាចង់ឲ្យពេលវេលាវាយូរបន្តិចមានតែយើងពីរនាក់សាកៃមិនដឹងថាមីណាម៉ូនឹងកំពុងតែគិតអីទេសម្រាប់ពួកគេទាំងពីរនាក់ឥឡូវនេះពិតជាមានភាពឆ្កងខ្លាំងមែនតើឥឡូវហ្នឹងពួកគេសន្មតថានឹងទៅផ្ទះហើយតើភ្លាមៗនោះមីណាម៉ូក៏បានចេញស្ទាយវែកសក់ឬសាកៃក៏បាននិយាយថាចំទង្វើទាំងអស់នេះមិនមែនជាទង្វើរបស់មីណាម៉ូឡើយមីណាម៉ូនាងពិតជាឆ្ងល់អំពីសាកៃខ្លាំងមែនតើសាកៃប្រាប់ទៅជាធម្មតាមីណាម៉ូតែងតែចេញចរិតលេងសើចច្រើនមីណាម៉ូក៏បាននិយាយដែរដោយសារតែសាកៃហ្នឹងប្រាប់ថាកុំឲ្យធ្វើវានៅសាធារណៈមែនតាគាត់ភ្លេចឆឹងមីណាម៉ូក៏បានសួរទៅសាកៃតើវាមិនអីទេឬសាកៃប្រាប់ទៅមិនអីទេដោយសារតែពួកគេក៏មានតែ2នាក់ហ្នឹងភ្លាមៗនោះមីណាម៉ូក៏បានធ្វើការផ្អែកមកលើសាកៃតែម្ដងសរសើរគាត់ថាមានក្លិនក្រអូបខ្លាំងណាស់ដោយសារតែគាត់មុននឹងមករកនាងគឺគាត់បានមកទឹកហើយសាកៃឆ្ងល់ថាវាជាស្អីវិញឥឡូវនេះជាស្អីយើងនឹងចិត្តគ្នាមែននេះដោយសារតែយើងគឺជាមិត្តពីកុមារភាពមែនទេឬក៏ពួកយើងកំពុងតែចាប់ដើមទំនាក់ទំនងដ៏រ៉ូមែនទិកមួយមីណាម៉ូប្រាប់ទៅសាកៃតែគាត់ដឹងទេនាងពិតជាចង់ចំណាយពេលជាមួយនឹងគាត់ឲ្យបានច្រើនខ្លាំងណាស់ហើយនៅពេលដែលគាត់មកជួយនាងវិញណាវាធ្វើឲ្យនាងពិតជាចង់នៅជាមួយនឹងគាត់គ្រប់ពេលវេលាបន្តមកមីណាម៉ូបានធ្វើការអោបទៅលើសាកៃទៅចំណែកសាកៃគ្នាលង្អៀនវាពិតជាធ្ងន់ធ្ងរខ្លាំងណាស់ពួកគេកំពុងតែចាប់ដើមទំនាក់ទំនងដ៏រ៉ូមែនទិកមែនហើយកំពុងតែស្វីតនោះមាននរណាម្នាក់បានបើកភ្លើងភ្លឺពេញហ្នឹងពួកគេពិតជាភ្ញាក់ផ្អើលនោះគឺជាអាការីនឹងឯងនៅរាត្រីយប់ស្ងាត់បែបនេះអាការីបានសួរពួកគេតែកំពុងធ្វើអ្វីឥឡូវនេះមីណាម៉ូនាងអត់ដឹងនិយាយអីទេភ្លាមៗនោះអាការីហោះអោបមីណាម៉ូតែម្ដងដោយសារតែនាងនឹកខ្លាំងពេកដល់ងត់បាត់ខ្លួនចឹងអាការីបារម្ភប៉ុណ្ណាហើយមីណាម៉ូនាងក៏បានសុំទោសទៅអាការីសួរទៅសាកៃមិនរកឃើញមីណាម៉ូអត់ផ្ញើសារមកនាងអញ្ចឹងសាកៃប្រាប់ទៅក៏បានផ្ញើសារទៅយូរឯតាអាការីបើកទូរស័ព្ទទៅនោះគឺជាការប៉ັດប៉ុន្តែវាតាំងពី20នាទីមុនឯណោះហើយចោលសួរទៅពួកគេ20នាទីហ្នឹងកំពុងតែធ្វើអ្វីមីណាម៉ូប្រាប់ទៅដោយសារតែនាងបានជាប់នៅបន្ទប់ដាក់អីវ៉ាន់ដោយសាកៃក៏បានផ្ញើសារហើយបានគាត់ជួយនាងមើលទៅការនិយាយរបស់មីណាម៉ូពិតជាមានការឆ្កឹងខ្លាំងមែនតើឬក៏បានសំពេលពួកគេទាំងពីរទៅបន្ទប់ទឹកមួយផ្លែតសាកៃគាត់យល់ហើយគាត់ជឿថាមីណាម៉ូពិតជាមានអារម្មណ៍ឯកោនៅពេលដែលគាត់មិនខ្វាយខ្វល់ពីនាងអាការីក៏បានសូមបញ្ជាក់ទៅសាកៃថាគាត់ចូលចិត្តមីណាម៉ូមែនអត់ពីព្រោះមិញហ្នឹងវាត្រូវតែមានអ្វីមួយនឹងកើតឡើងសាកៃប្រាប់ទៅថាគាត់ហ្នឹងចូលចិត្តមីណាម៉ូអាការីនាងក៏ចង់ភ្ញាក់ផ្អើលដែរសាកៃបញ្ជាក់នាងដូចជាសមាជិកគ្រួសាររបស់គាត់អញ្ចឹងពួកយើងមិនមានអ្វីលើសពីមិត្តភក្តិកុមារភាពនោះឡើយមិនបានប្រហែលមីណាម៉ូនាងក៏បានមកវិញរួចហៅពួកគេ
ត្រឡប់ទៅផ្ទះវិញនៅពេលដែលសាកៃកំពុងតែគេងនោះគាត់គេងមិនលក់ឡើយរវល់នៅតែគិតអំពីរឿងរបស់អាការីនឹងឯងគាត់មិនដឹងថានាងកំពុងតែគិតអ្វីទេដោយសារតែគាត់នឹងមិនអាចដួងងាយឡើយលងស្នេហ៍មិត្តកុមារភេទរបស់ខ្លួនឯងប៉ុន្តែនឹងទៅដល់ពេលសម្ដីរបស់មីណាម៉ូដែលនាងចំចំណាយពេលជាមួយនឹងគាត់ឲ្យបានច្រើននោះដូចជាការសារភាពស្នេហ៍អញ្ចឹងហើយក៏ធ្វើការបកាច់បកិនពេញនឹងទៅនៅថ្ងៃបន្ទាប់សាកៃគាត់ឆ្ងល់ហេតុអ្វីបានជាមីណាម៉ូមិនមកបន្ទោរបស់គាត់ដោយរដងអញ្ចឹងភ្លាមនោះមីណាម៉ូនាងក៏បានចេញមកហើយមើលទៅសម្រាប់របស់នាងឡើងខ្ជូតហ្មងឥឡូវនេះវាចូលទៅដល់រដូវក្តៅហើយដូច្នេះពួកគេនឹងពាក់អាវសបែបនេះបន្តមកពួកគេក៏បានធ្វើការរាក់ទាក់ទៅគ្នាទៅមើលទៅការរាក់ទាក់របស់ពួកគេដូចជាឆ្កឹងដល់ហើយនៅតាមផ្លូវទៅសាលាតាពីរនាក់នោះសាកៃក៏ឆ្ងល់ហេតុអ្វីបានជាមីណាម៉ូប្លែកម៉េះសម្រាប់ហេតុផលមួយចំនួនក៏មើលទៅមីណាម៉ូគួរឲ្យស្រឡាញ់ដែរតារួចគាត់ក៏បានសួរពីរឿងម្សិលមិញទៅមីណាម៉ូលើអំពីរឿងទាំងអស់នេះហើយមីណាម៉ូលៀងនឹងកៀងអត់ដឹងនិយាយអីទេរួចនាងក៏បានប្រាប់ទៅសាកៃនៅថ្ងៃនេះនាងមានកិច្ចការដែលត្រូវធ្វើរួចក៏បានរត់ចាក់ចេញពីទីហ្នឹងទៅចំណែកសាកៃក៏ឡើងឆ្ងល់ហើយសន្មតថាប្រហែលជាមីណាម៉ូចូលចិត្តគាត់ហើយគាត់ជឿថានាងឯនៅពេលដែលគាត់និយាយរឿងទាំងអស់នេះក្នុងការកើតរបស់សាកៃកំពុងតែមានបញ្ហាហើយស្មៃឃើញពួកគេខ្លាចជាសងសារនឹងគ្នាប្រកាសណាយើងមើលឃើញដូចជាសភៅម៉ាំងហ្គាដែលគាត់អានអញ្ចឹងក្រៅពីនេះបើនាងមកបន្ទប់គាត់ដោយរដងមានរឿងអ្វីកើតឡើងអូយមើលខ្លួនឯងមានរឿងអ្វីកើតឡើងនេះនៅរឿងទាំងអស់នេះឯងសាកៃក៏ប្រកែកប្រកិនពេញហ្នឹងចំណែកអាការីកំពុងតែមើលគាត់ហ្នឹងប៉ាជាឆ្ងល់ខ្លាំងមែនទែនមើលតែទឹកមុខទៅសាកៃក៏សម័យនិយាយតែម្នាក់ឯងតំណាក់តំណងដ៏រ៉ូមែនទិកភ្លាមៗគាត់ឡើងកៀងហ្មងដឹងថាអាការីនៅទីនេះអាការីសួរតំណាក់តំណងរ៉ូមែនទិកអីគេនិយាយប្រាប់នាងមើលបើតាមនាងក៏ប្រហែលជាសាកៃកំពុងតែយកមីណាម៉ូដូចជាសភៅម៉ាំងហ្គារបស់គាត់អញ្ចឹងសាកៃបានថាឲ្យអាការីមិនចេះតែគិតអ្វីផ្ដេសផ្ដាសអញ្ចឹងតើនាងចង់ដឹងពីគាត់ហើយនឹងមីណាម៉ូមែនទេភ្លាមៗ BC មកកតារបស់អាការីនាងប្រាប់គាត់ថានាងមិនចង់ពាក់ព័ន្ធជាមួយនឹងគាត់ឡើយនិយាយបែបនេះហើយអាការីនាងក៏បានចាក់ចេញពីទីហ្នឹងទៅសាកៃក៏ឆ្ងល់ពីចង្មើដ៏ឆៅល្ងងរបស់អាការីខ្លាំងណាស់តាមមើលប្រហែលជានាងឯនៅពេលដែលគាត់ក៏សង្កល់ឥឡូវក្តីសង្ឃឹមចូលខ្លួនរបស់សាកៃវិញហើយពិតជាអស្ចារ្យខ្លាំងណាស់ទេវតាកំពុងតែបើកផ្លូវឲ្យគាត់ឃើញនារីពីរនាក់ដ៏រ៉ូមែនទិកគឺជាមិត្តពីកុមារភាពរបស់គាត់កាន់មកសាលារៀនហើយវិញនិយាយឃើញមីណាម៉ូនៅក្នុងបន្ទប់ទឹកនាងបានគិតថានាងប្រកាសណាស់សាកៃមិនដឹងពីអារម្មណ៍ប៉ាត់របស់នាងនៅឡើយមិនថានាងខំនិយាយយ៉ាងណាក៏ដោយចិត្តរបស់នាងពិតជាចង់ដឹងអារម្មណ៍ប៉ាត់របស់គាត់ខ្លាំងណាស់ប៉ុន្តែមានរឿងមួយនាងពិតជាខ្លាចក្នុងការផ្លាស់ប្ដូរវាពេលមនុស្សដែលលេងសើចច្រើនទៅមនុស្សដែលស្ងប់ស្ងាត់ភ្លាមៗអាការីក៏បានកប់សង្កល់ឃើញមីណាម៉ូនៅទីនេះហើយបានចូលទៅសួរទៅតាមមានរឿងអ្វីមែនទេអាចប្រាប់នាងបានតាមនាងមើលប្រហែលជាសាកៃទៀតហើយនិយាយដល់រឿងនេះមីណាម៉ូក៏បានទម្លាក់ទឹកមុខចុះអាការីឃើញបែបនេះក៏សួរថាមានរឿងអ្វីកើតឡើងនៅកន្លែងក្លឹបហាត់ប្រាណកាលពីម្សិលមិញចំណែកសាកៃនៅវិញក៏កំពុងតែលាបសក់ធ្វើមើលឲ្យវាស្អាតចឹងណាអូយមានអារម្មណ៍ថាជាជាក់ខ្លាំងមែនតើនៅពេលនេះក៏បានកប់សង្កល់លើសម្លេងអ្នកទាំងពីរនិយាយផងដែរដោយសារតែបន្ទប់ទឹកមនុស្សប្រុសនិងមនុស្សស្រីគឺចិត្តគ្នាអាការីបានសុំមីណាម៉ូតើពួកគេទាំងពីរនេះគឺជាសងសារនឹងគ្នាមែនទេលើដូច្នេះសាកៃក៏បានលួចចូលទៅស្ដាប់ពួកគេទាំងពីរនេះឲ្យកាន់តាគៀអាការីសុំមីណាម៉ូតើចូលចិត្តសាកៃមែនទេរៀបនឹងនិយាយឲ្យសាកៃក៏ចង់នឹងហាមឃាត់មីណាម៉ូថាទេមិនមែនទេមិនមែនជារឿងហ្នឹងទេប្រាប់តែអាការីនាងគ្រាន់តែលេងសើចធ្វើឲ្យដូចម៉ាំងហ្គាដ៏រ៉ូមែនទិកតែប៉ុណ្ណោះនាងថាគាត់ចូលចិត្តម៉ាំងហ្គានេះអញ្ចឹងហើយនាងលេងសើចជាមួយនឹងគាត់លើបែបនេះសាកៃសើចតែម្ដងសើចដូចគោចូលអញ្ចឹងតើចូលវិញទេចូលហើយគេសម្ដែងថាគេបានដឹងអំពីរឿងទាំងអស់ហ្នឹងហើយរៀនមិនដែរចេញពីទីនេះប៉ុន្តែមីណាម៉ូបានហាមឃាត់សាកៃបានប្រាប់ទៅមីណាម៉ូគាត់បានដឹងអំពីរឿងទាំងអស់ហ្នឹងហើយមើលទៅឡើងញ័រហ្មងហើយក៏បានរត់ចាក់ចេញពីទីនេះយ៉ាងលឿនតែម្ដងហើយក៏បានប្រាប់ខ្លួនឯងថាហេអាអូនឯងឃើញអត់ហើយมันអាចមានទំនាក់ទំនងជាមួយនឹងម៉ាត់ពីកុមារភាពរបស់ខ្លួនឯងនោះទេរត់បណ្ដាគិតបណ្ដាហ្នឹងធ្វើឲ្យគាត់យំងាវវិញហ្នឹងមីណាម៉ូក៏បានគិតដែរអ្វីដែលនាងខំធ្វើដាក់សាកៃហើយវាប្រែទៅជាលេខបាត់ចំណែកអាការីពិតជាបន្ទោសខ្លួនឯងខ្លាំងមែនតើហើយអ្វីបានជានាងមានអារម្មណ៍ធូរស្រាលអញ្ចឹងចំណែកអាសាកៃក៏កំពុងតែ lonely នៅលើដំបូលសាលាមិនបានប្រហែលមេក៏វាយប់ជ្រៅដែលអាការីកំពុងតែងុចទឹកនាងមានអារម្មណ៍ថាសម្លេងរបស់សាកៃឡើងពេញខួរក្បាលរបស់នាងតែម្ដងប៉ុន្តែមានរឿងមួយគាត់ជឿថានាងបានភ្លេចហើយអំពីការសន្យាចាស់របស់យើងភ្លាមៗនោះសាកៃក៏បានបើកទ្វារមកដើម្បីចូលមកមុជទឹកមកថ្លែងមានណាឃើញខ្ទេអលេងហើយអាការីមិនចាំយល់ឲ្យវាយឡើងពេញហ្នឹងយើងក៏បានដឹងពីមូលហេតុហើយដោយសារតែបន្ទប់ទឹករបស់អាការីត្រូវជួសជុលដែលឥឡូវនេះគ្រួសាររបស់មីណាម៉ូកំពុងតែមានវិធីជប់លៀងសាកៃក៏រអ៊ូថាជប់លៀងនេះពិតជាញឹកញាប់ខ្លាំងណាស់កំពុងតែអង្គុយជប់ជុំគ្នានោះអាការីក៏មកអង្គុយក្រៅម្នាក់ឯងសាកៃបានសួរតែអាការីធុញមែនប៉ុន្តែអាការីថាធុញទេអំពីរឿងនៅក្នុងបន្ទប់ទឹកនោះក៏ពិតជាសុំទោសខ្លាំងមែនតើអំពីរឿងនោះអាការីនាងមិនប្រកាន់ទេឥឡូវនេះនាងចង់នៅតែម្នាក់ឯងឥឡូវហ្នឹងក៏ទៅក៏បានដែរប៉ុន្តែនៅកាលពីក្មេងអាការីធ្លាប់យំអង្វរគាត់កុំទុកឲ្យនាងនៅម្នាក់ឯងភ្លាមៗនោះអាការីចាប់សាកៃតែម្ដងដោយសួរតែគាត់ថាតែគាត់នឹងចាំពាក្យសន្យាដែរឬទេសាកៃប្រាប់ទៅអំពីសន្យានោះមែនទេគាត់មិនភ្លេចឡើយមើលតែពួកគេដូចជាចង់ថើបគ្នាអញ្ចឹងប៉ុន្តែសាកៃក៏បានខ្សឹបសន្យាថាចូលបន្ទប់ទឹកផ្លែទេប៉ុន្តែចូលយូរដល់ហើយអាមនុស្សកំពុងតែងុយគេងត្រូវការចូលបន្ទប់ទឹកឯងចូលចេញចូលឥឡូវហ្នឹងអាការីនាងយល់ហើយសាកៃក៏មិនបានចាំការសន្យានោះឡើយរំលងនៅការពេលក្មេងដោយអាការីនាងបានយំដោយឆ្មារបស់នាងគឺងាប់
เคยยังให้สักกับបានប្រាប់តែអាការីគាត់មិនຕົកឲ្យនាងនៅម្នាក់ឯងទេពីព្រោះមិនចង់ឲ្យនាងមានអារម្មណ៍ឯកោឡើយគាត់សន្យាថានឹងរស់នៅជាមួយនឹងនាងអស់មួយជីវិតសំណាដូចជាចង់រស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធអញ្ចឹងសាកៃប្រាប់ទៅគាត់នឹងមិនភ្លេចឡើយអំពីរឿងទាំងអស់នោះគាត់ឆ្ងល់ហេតុអ្វីបានជាអាការីលើកឡើងអំពីការសន្យាចាស់បែបនេះរួចអាការីក៏បានសួរទៅសាកៃពេលណាយកអូនធ្វើជាប្រពន្ធចំពោះសាកៃក៏មិនដឹងថាអាការីចង់និយាយអំពីអ្វីឡើយរឿងទាំងអស់នេះអាការីនាងគ្រាន់តែនិយាយលេងភ្លាមៗនោះមានអ្នកមកក៏បានហៅមកអបសាកៃតែម្ដងឥឡូវមើលតែនាងពិតជាសបឹងខ្លាំងមែនតើដោយសារតែនាងបានផឹកសូដាបានចំពោះអាការីនាងមិនទាន់បានរៀបរាប់វាអស់នោះឡើយភ្លាមៗនោះមានអ្នកមកក៏បាននិយាយថាមុខរបស់សាកៃគឺក្រហមខ្លាំងណាស់អាការីយកឃើញថាប្រហែលជាពេលសម្ដីរបស់នាងមិញហើយរួចក៏ធ្វើការទះខ្នងរបស់សាកៃមួយដៃទៅឲ្យពួកគេត្រឡប់ទៅវិញមិនថាពួកគេឆ្លោះគ្នាយ៉ាងណាក៏ដោយមើលតែអារម្មណ៍របស់អាការីពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែហើយនៅពេលនេះយើងឃើញសាកៃកំពុងតែអង្គុយនៅសួនកុមារសាកៃក៏មានអារម្មណ៍ថានៅពេលដែលគាត់អង្គុយម្នាក់ឯងមានអារម្មណ៍ថាឈៀលសាហាវមួយរយៈនេះក៏មានអារម្មណ៍ថានៅក្នុងខួរក្បាលរបស់គាត់ពោពេញទៅដោយការកើតរំខានកំពុងតែឈៀលសោកសាកៃលឺឲ្យព្រោះទឹកពេញហ្នឹងដោយសារតែក្មេងៗនិយាយគ្នាកាលណាយកអូនទៅប្រពន្ធហើយអូនម្នាក់ទេក៏ប្រាប់ថាចាំធំឡើងទៅចំណាសាកៃមើលទៅមុខគាត់ទៅដឹងហើយកាំងប៉ុណ្ណាគាត់ថាអ្វីដែលរ៉ូមែនទិកដំណើរការដល់ឥឡូវនេះដោយសារតែការពីក្មេងពួកគេគឺជាមិត្តពីកម្មាភិបនឹងគ្នាប្រៀបដូចជាម៉ាហ្គាតាក់តែងដល់អ្នកនិពន្ធការពីក្មេងពួកគេធ្លាប់សន្យានឹងគ្នាថាធំឡើងរៀបការនៅពេលដែលពួកគេធំឡើងដឹងក្តីពួកគេបាននិយាយអំពីការសន្យាទាំងអស់នេះបើក្រឡេកមកមើលការចងចាំរបស់សាកៃវិញណាគាត់មានមីនម៉ូដែលចង់មានពេលវេលាជាមួយនឹងគាត់បន្ថែមទៀតគាត់មានអាការីដែលសួរគាត់ថាពេលណាយកអូនធ្វើជាប្រពន្ធអ្វីដែលរ៉ូមែនទិកបានកើតឡើងមួយរយៈចុងក្រោយនេះវាធ្វើឲ្យគាត់ពិតជាឈឺក្បាលខ្លាំងណាស់វាពិតជាផ្ដោតការរំខានទៅដល់គាត់ឬយើងក៏បានឃើញនារីម្នាក់អូវ៉ាឡេកាត់សាកៃនៅតែបន្តនិយាយអញ្ចឹងមិត្តកាពីក្មេងពិតជាឈឺក្បាលខ្លាំងណាស់នារីម្នាក់នោះឆ្ងល់ដែលសាកៃនិយាយអំពីមិត្តកាពីក្មេងឬក៏ធ្វើការសម្លឹងមករបស់សាកៃទៅមើលទៅនាងទៅខ្ជូតគួរឲ្យស្រឡាញ់ហ្មងសាកៃក៏មិនដឹងថានារីម្នាក់នោះគឺជានរណាទេមិនចង់សាំបាំច្រើននោះក៏បានដើរចេញពីនឹងទៅយើងឃើញថាមិនថាសាកៃក៏ដើរទៅណាឡើយនារីម្នាក់នោះក៏តាមដែរឃើញមែនទេសាកៃក៏ឆ្ងល់ដែរឬក៏ធ្វើការដើរជុំវិញនឹងចង់ដល់20ជុំនៅពេលដែលសាកៃរៀនមកសួរនាងអូនម្នាក់ហ្នឹងក៏ធ្វើការចាប់មុខរបស់សាកៃតែម្ដងគេពិនិត្យមើលចុះឡើងចំណែកសាកៃឡើងឆ្ងល់ក៏មិនដឹងថាមានរឿងអ្វីកើតឡើងទេនារីដ៏គួរឲ្យស្រឡាញ់តាមគាត់អញ្ចឹងបន្ទាប់ពីកិនមួយសបោអូនម្នាក់ហ្នឹងក៏ធ្វើការបង្វល់សាកៃតែម្ដងអូនម្នាក់ហ្នឹងបានហៅសាកៃថាគឺអាបងលើបែបនេះសាកៃក៏បានដឹងហើយនាងក៏មានឈ្មោះថាតើស៊ូគីមីរូណាសំហាខាងមុខមកទៅគឺរូណានាងពិតជាសប្បាយចិត្តខ្លាំងមែនតើសាកៃក៏បានសួរដែរថាហេតុអ្វីបានជានាងនៅទីនេះចំណែកអូនរបស់យើងមិនបានឆ្លើយទេមើលទៅមកលវលក្បងនៅពេលដែលពួកគេបានមកដល់ផ្ទះរូណានាងបានធ្វើការទៅអោបម្ដាយរបស់សាកៃហើយបានហៅនាងថាគឺជាអ្នកមីងម្ដាយរបស់សាកៃបាននិយាយដែរអំពីរឿង5ឆ្នាំខ្ញុំមិនដឹងទេប៉ុន្តែរូណាប្រហែលជានាងមករស់នៅទីនេះ5ឆ្នាំសាកៃក៏បានប្រាប់ម៉ាក់របស់គាត់ដែរពួកគេបានជួបគ្នាដោយចៃដន្យរូណានាងមានកម្រងថានាងនឹងមករៀននៅទីនេះដូច្នេះសាកៃក៏មើលឃើញថាពួកគេគឺជាអ្នកចិត្តខាងនឹងគ្នាអូនរបស់យើងក៏បានប្រាប់សាកៃដែរកុំច្រឡំម៉ាប្រូឬយើងបានដឹងថារូណានាងមិននៅផ្ទះរបស់សាកៃនឹងឯងដោយសារតែម៉ាក់របស់សាកៃបានអនុញ្ញាតវាហើយរូណានាងក៏បានអរគុណដែរអើយអរគុណបងដែលមានអូននៅទីនេះសាកៃក៏បានរៀបរាប់ដែរកាលពីមុនរូណានាងធ្លាប់រស់នៅសង្កាត់នេះប៉ុន្តែនាងបានផ្លាស់ទីលំនៅទៅកន្លែងណាផ្សេងអីចឹងទៅនៅកាលពីក្មេងរូណានាងប្រៀបដូចជាប្អូនស្រីរបស់ពួកគេទាំង3នាក់នាងប្រៀបដូចជាមិត្តកុមារភាពរបស់ពួកគេផងដែរមើលនៅកាលពីក្មេងឡើងខ្ជូតហ្មងហើយឥឡូវធំឡើងក៏ខ្ជូតដែរវាភ្លាមពេកសម្រាប់ការរស់នៅជាមួយនឹងសាកៃឥឡូវនេះបន្តមកម្ដាយរបស់សាកៃប្រាប់ឲ្យគាត់ទៅរៀបបន្ទប់នៅខាងលើសាកៃក៏បានយកព្រមទៅបើសម្រាប់ការកើតរបស់គាត់ពួកគេមិនមែនជាក្មេងទៀតទេវាភ្លាមពេកបណ្ដាឲ្យពួកគេខ្លាចជាមិត្តរួមបន្ទប់ដ៏រ៉ូមែនទិករូណានាងចង់បង្ហាញអ្វីមួយនៅពេលដែលនាងបង្ហាញទៅគឺជាកតុកតានឹងឯងសូមឲ្យសាកៃអនុញ្ញាតឲ្យវាទៅជាមួយនាងផងសាកៃឃើញហើយចង់កៀងដែរហ្នឹងណានៅពេលដែលសាកៃកំពុងតែរៀបបន្ទប់ឲ្យរូណានោះគាត់បាននិយាយដែរគាត់មិនដឹងទេថារូណាមកស្នាក់នៅទីនេះបើដឹងចឹងគាត់សម្អាតបន្ទប់មុនបាត់ទៅហើយបន្ថែមនេះក៏បានសួរទៅរូណាតើមកឆ្ងាយពីផ្ទះចឹងអត់នឹកផ្ទះទេអីសម្រាប់រឿងនោះរូណាថាវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ផ្ទុយពីនេះនាងពិតជារំភើបទៅវិញទេដោយសារតែនាងបានរស់នៅជាមួយនឹងបងប្រុសជាទីស្រឡាញ់របស់នាងសំណប់ចិត្តហ្មងណាសាកៃលឺហើយក៏បានប្រាប់ខ្លួនឯងដែរថាកុំឲ្យគិតអ្វីប្រេះផ្ដាស់រូណានាងមើលឃើញគាត់ត្រឹមតែជាបងប្រុសម្នាក់តែប៉ុណ្ណោះហើយគាត់បានតបទៅរូណាវិញថាគាត់ក៏សប្បាយចិត្តដែរនៅពេលនោះរូណានាងបានលើកអីវ៉ាន់គឺវាធ្ងន់ខ្លាំងពេកបណ្ដាឲ្យនាងដួលឃើញមែនទេសាកៃក៏មិនចាំយល់ទេក៏បានការពារនាងទៅមើលទៅទស្សនភាពសាកៃអប់រូណាស្វីតនិយាយអត់ចេញអ្នកទាំងអស់គ្នាស្វីតពេក
ឃើញអាណិតខ្លួនឯងរូណានាងតូនចង្គង់ដោប្រូតែម្ដងហើយអរគុណដល់សាកៃបានប្រាប់ទៅរូណាបាច់លើកទេតើគាត់លើកវិញព្រោះវាធ្ងន់ខ្លាំងណាស់នៅពេលដែលសាកៃក៏បានបញ្ចប់កិច្ចការរបស់គាត់រូណាក៏បានហៅសាកៃហើយប្រាប់ទៅគាត់ថានាងចូលចិត្តគាត់អូនីចាំងសាកៃលើហើយក៏ធ្វើការអង្អែក្បាលទៅរូណាទៅក៏ពិតជាអរគុណអំពីពាក្យផ្អែមល្ហែមទាំងអស់នេះណារូណានាងចង់បកស្រាយអំពីរឿងទាំងអស់នេះប៉ុន្តែត្រូវបានកាត់ចង្វាក់ដោយមីណាម៉ូនិងអាការីពួកគេទាំងពីរបានធ្វើការអបទៅលើរូណាតែម្ដងចំណែករូណានេះក៏សប្បាយចិត្តដែរដែលបានជួបពួកគេទាំងពីរនាក់ហើយនាងក៏បានធ្វើការពិនិត្យគ្រប់ទីកន្លែងរួចនិយាយថាជុំនារីទាន់សម័យចំណែកសាកៃបានមកងុយតាក់សម្អាតខ្លួនក៏បានគិតដែរអំពីរឿងដែលរូណានិយាយថាចូលចិត្តគាត់ចំណែករូណានាងធ្វើការសរសើរចំពោះអាការីនិងមីណាម៉ូថាអ្នកទាំងពីរស្រស់ស្អាតហើយឡើងគួរឲ្យស្រឡាញ់មីណាម៉ូថាចំណែករូណាក៏ដូចគ្នាផងដែរបន្ថែមពីនេះរូណានាងចង់និយាយរឿងមួយទៅប្រាប់អ្នកទាំងពីរថានាងនឹងពិតជាចូលចិត្តសាកៃគឺអូនីចាំងពួកគេស្ដាប់ឲ្យបាននិយាយថាជុំដូចជាដឹងសោះនេះវាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់មិនធម្មតាទេអ្វីដែលអូនរូណាចង់បានបន្ថែមទៀតនោះនាងចូលចិត្តគាត់មែនហើយក៏ចង់ធ្វើរឿងខ្លះដ៏អាក្រក់ជាមួយនឹងគាត់ផងដែរពួកគេទាំងពីរលើហើយឡើងកាំងហ្មងអត់ដឹងនិយាយអីទេបន្ទាប់មកសាកៃបានប្រាប់ឲ្យរូណាទៅមួយតាំងម្ដងទៅក៏មួយតាំងហើយហើយរូណាប្រាប់អ្នកទាំងពីរគឺគាត់ហៅអូនឥឡូវអូនទៅសិនណាក្រឡេកមកមើលអ្នកទាំងពីរណែវិញស្លេកអស់លេងហើយស្អីគេរូណាចូលចិត្តសាកៃបន្ថែមពីនេះចង់ធ្វើរឿងអាក្រក់ជាមួយនឹងគាត់ទៀតផងបន្ទាប់ពីមួយតាំងរួចរូណានេះក៏បានទៅបន្ទោរបស់សាកៃបើជួយមកក៏បានសួរដែរថាមានរឿងអ្វីមែនរូណាប្រាប់ទៅតើនាងអាចចូលបន្ទោរបស់គាត់បានទេសាកៃក៏បន្តបាននិយាយផងមីណាម៉ូនិងអាការីប្រាប់ឲ្យរូណាចូលមកនៅក្នុងបន្ទោរបស់សាកៃក៏ឆ្ងល់គ្រាន់នេះជាបន្ទោរបស់គាត់ហើយអាការីបានថាឲ្យសាកៃមិនគាត់ចិត្តអាក្រក់ម៉េះគ្រាន់តែពួកគេទាំងពីរចង់លេងជាមួយនឹងរូណាសោះហ្នឹងបាទសម្រាប់រូណានាងបានប្រាប់ទៅសាកៃនាងក៏ចង់អញ្ចឹងដែរគឺលេងជាមួយនឹងអាការីនិងមីណាម៉ូនឹងឯងសាកៃថាមិនអីទេអញ្ចឹងហើយយ៉ាងហោចណាស់ជួសសក់ឲ្យស្ងួតសិនទៅរួចរូណានាងក៏បានធ្វើតាមអ្វីដែលសាកៃបានប្រាប់ចំណែកមីណាម៉ូមានអារម្មណ៍ថាប៊ីមិញប៊ីចេះស្នាងឲ្យតែពួកគេទាំងពីរមកទាន់នោះចំណែកអាការីក៏កិនអញ្ចឹងដែរផែនការរបស់រូណាមិនអាចទាយទុកមុនបានទេដូច្នេះហើយពួកគេមិនចង់ឲ្យរូណាឧស្សាហ៍នៅគៀកសាកៃនោះឡើយសាកៃចង់ឆ្ងល់ដែរពេលចំហាយអូរ៉ារបស់ពួកគេទាំងពីរដែលសាកៃកំពុងអង្គុយសុកនោះស្រាប់តែរូណាហក់ពីលើតែម្ដងនាងចង់ឲ្យសាកៃជួយផ្លុំសក់ឲ្យនាងបន្តិចសាកៃក៏ឆ្ងល់មិនធ្វើខ្លួនឯងទៅប៉ុន្តែរូណានាងគ្រាន់តែចង់ឲ្យសាកៃហ្នឹងយកចិត្តទុកដាក់លើនាងតែប៉ុណ្ណោះឃើញដូច្នោះសាកៃក៏បានយកព្រមចំណែកមានម៉ូនិងអាការីក៏បានចាប់រូណាមកឆ្ងាយពីសាកៃពួកគេបាននិយាយថាសពមនុស្សស្រីពិតជាមានតម្លៃណាស់មិនចង់ឲ្យសាកៃប៉ះឡើយខ្លាចវាខូចខាតអីចឹងទៅលើតែអាការីនិយាយថាមិនចង់ឲ្យសัตว์ប៉ះណាសាកៃក៏ខឹងដល់ហើយរួចពួកគេទាំងពីរបានធ្វើការចង់សក់ឲ្យរូណាឡើងស្អាតពេលចង់ស្អាតចឹងទៅរូណានាងចង់អង្គុយក្បែរសាកៃប៉ុន្តែអាការីមីណាម៉ូនៅតែហាមឃាត់អញ្ចឹងអូយអង្គុយនឹងឯងអង្គុយចិត្តបងស្រីទាំងពីរសាកៃក៏បានគិតដែរក៏សប្បាយចិត្តដល់ពេលដែលមានអ្នកទាំងពីរបានមកហាមឃាត់រូណាដូច្នេះគ្មានអ្វីដែលព្រួយបារម្ភនោះឡើយបន្ថែមពីនេះនៅតែមានអ្វីព្រួយបារម្ភអញ្ចឹងដោយសារតែរូណាយកជើងរបស់នាងមកលេងជើងរបស់គាត់មិនថារូណានិយាយជាមួយនឹងអាការីនិងមីណាម៉ូក៏ដោយមើលមុខទៅដឹងហើយសាកៃក៏បានហាមឃាត់ដោយចាប់ជើងរបស់រូណានេះក៏បានថាឲ្យសាកៃអូយមិនចាប់ជើងអូនអញ្ចឹងពួកគេឃើញហើយក៏បានថាឲ្យសាកៃមិនចាប់ជើងរូណាសាកៃក៏បានប្រាប់ដែរថាគាត់មិនមែនជាអ្នកផ្ដើមនោះឡើយអាការីបានប្រាប់រូណាត្រូវប្រុងប្រយ័ត្នបន្តិចជាមួយនឹងបរោះសម្រាប់រូណានាងថាមិនអីទេមីណាម៉ូបានគិតដែរចង់និយាយថារូណាជាអ្នកផ្ដើមវាប៉ុន្តែមកបដូររូណាទៅជានាងវិញណាមានរឿងអ្វីកើតឡើងប៉ុន្តែទាំងអស់នេះមិនមែនជាអ្វីដែលត្រូវចាប់អារម្មណ៍ទេសម្រាប់ពួកគេពិតជាញាប់អើដែលរូណាមិនខ្វល់ពីពួកគេដែលនៅទីនេះបន្ទាប់មករូណានេះក៏បានទៅយកសៀវភៅដែលចង់ឲ្យសាកៃបង្រៀននាងអូយជួយបង្រៀនអូនតិចមកអីព្រោះអូនត្រូវប្រឡងចូលពេលដែលអូនអត់ចេះចឹងអូនមានអារម្មណ៍ថាភ័យខ្លាចខ្លាំងណាស់ចំណែកសាកៃខូចហ្មងសម្លឹងតែមើលអោបបែកគេនេះឬក៏បានយកប្រាំជាមួយនឹងរូណាទៅប៉ុន្តែអាការីនិងមីណាម៉ូមិនចង់ឲ្យពួកគេធ្វើបែបនេះទេមកណែមករូណាចាំបងស្រីបង្រៀនវិញដឹងអត់ថាបងស្រីយ៉ាងពីរក៏មានចំណាប់ថ្នាក់ល្អដែរល្អជាងសាកៃទៀតផងសាកៃក៏ឆ្ងល់ខ្លាំងណាស់មិញអ្នកទាំងពីរមកចំរោមគាត់អញ្ចឹងប៉ុន្តែអ្វីទាំងអស់នេះដែលពួកគេចង់បង្រៀនរូណាពិតជាសប្បាយចិត្តហើយក៏ធ្វើការអង្គុយនៅពីមុខសាកៃទៅសាកៃក៏ឆ្ងល់ទៀតហើយទាំងអស់គ្នាកំពុងតែគិតអីមីណាម៉ូបានប្រាប់ដែរមិនអង្គុយនៅពីមុខសាកៃអញ្ចឹងរូណាបានប្រាប់តែអ្នកទាំងអស់គ្នាថាអូនស្រឡាញ់សាកៃគឺអូនីចាំងពួកគេទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់សាកៃក៏បានអរគុណដល់ពាក្យផ្អែមល្ហែមទាំងអស់នេះអ្វីដែលគួរភ្ញាក់ផ្អើលបន្ថែមទៅនោះមើលទៅរូណាដូចជាចង់ថែមសាកៃមិនទេតាមប៉ាត់អូរូណានាងងុយកេងអាការីនិងមីណាម៉ូស្មានថារូណារកថែមសាកៃតាប៉ុន្តែមិញនេះរូណានាងបានសារភាពស្នេហ៍ទៅសាកៃមែនទេសាកៃបានលើករូណារួចនិយាយថានៅថ្ងៃនេះពិតជាមានរឿងច្រើនខ្លាំងណាស់ហើយបានប្រាប់ឲ្យពួកគេទាំងពីរនាក់ជួយគាត់បន្តិចមកនាំនាងទៅបន្ទប់កាន់មកបន្ទប់រូណាដែរវិញអាការីនិងមីណាម៉ូពិតជាហត់នឿយខ្លាំងណាស់ប៉ុន្តែក៏សប្បាយចិត្តខ្លះដែរដែលមានប្អូនស្រីដែលពួកគេកំពុងតែខ្វះខាតសម្បីតែការដេករបស់រូណាក៏បាននិយាយឈ្មោះរបស់សាកៃ
ផងដែរពួកគេពិតជាភ្ញាក់បានមានតែមកគាត់ថាបើបណ្ដោយឲ្យរូណានៅជាមួយនឹងសាកៃនឹងកើតរឿងអាក្រក់ជាមិនខានចំណែកអាការីនឹងមិនជឿសោះថារូណានឹងអាចនិយាយពាក្យស្រឡាញ់ទៅសាកៃយ៉ាងងាយស្រួលបែបនេះតើវាមានអត្ថន័យយ៉ាងណាក្នុងន័យស្នេហាឬក៏បងប្អូនចំណែកសាកៃក៏កំពុងតែបន្តទៅលើខ្លួនឯងកុំឲ្យគាត់អ្វីប្រេះផ្ដាស់នាងគ្រាន់តែជាមិត្តពីកម្មាភិបម្នាក់របស់គាត់ហើយក៏គ្រាន់តែជាបងប្រុសរបស់នាងតែប៉ុណ្ណោះយល់អត់ដល់អូនមិនអាចមានទំនាក់ទំនងរ៉ូម៉ាន់ទិកបានឡើយកាលមួយថ្ងៃបន្ទាប់យើងឃើញរូណាមកដាក់សាកៃឲ្យភ្ញាក់ពីដំណេកពេលដែលសាកៃមកភ្ញាក់ចឹងទៅអូនរបស់យើងក៏បានបិទដង្ហើមរបស់គាត់សាកៃក៏ភ្ញាក់ឡើងមកវ៉ាវស្រីស្អាតនៅពីមុខមកខោស្រីនៅលើតុញ៉ាំអាហារសាកៃក៏កំភ្ញាក់បានដែរដែលឃើញអាហារដ៏ប្រណិតម្ដាយរបស់គាត់បានប្រាប់ថាអ្វីទាំងអស់នេះគឺរូណាជាអ្នកធ្វើសាកៃញ៉ាំទៅក៏សរសើរពិតជាឆ្ងាញ់ខ្លាំងណាស់រូណាសួរសាកៃតើវាពិតប្រាកដដែរឬទេវាល្អគ្រប់គ្រាន់អត់ដើម្បីក្លាយជាប្រពន្ធរបស់គាត់សាកៃមិនចង់ឲ្យរូណាអន់ចិត្តហ្នឹងក៏ឆ្លើយទៅថាវាល្អហើយគ្រប់គ្រាន់ទៀតផងក៏បានគាត់ដែរនៅអ្វីទាំងអស់នេះតើកំពុងតែបង្កើតទំនាក់ទំនងដ៏រ៉ូម៉ាន់ទិកមែនទេចំណែករូណានេះកំពុងតែសប្បាយចិត្តដែលនាងអាចក្លាយជាប្រពន្ធដ៏ល្អសម្រាប់គាត់ហក់លោតលំពេញហ្នឹងបន្តមកសាកៃក៏បានមកក្នុងបន្ទប់ទឹកសម្អាតខ្លួនរបស់គាត់ក៏បានគិតអំពីរឿងរ៉ាវដែលបានកើតឡើងដែលរូណាបានធ្វើក៏គាត់ថាអ្វីដែលនាងបានធ្វើវាភ្ជាប់ជាមួយនឹងមិត្តពីកម្មាភិបតែប៉ុណ្ណោះភ្លាមនោះរូណានេះក៏បានចូលមកបន្ទប់ទឹកផងដែរធ្វើការអោបពីក្រោយខ្នងរបស់សាកៃហើយបានប្រាប់ទៅគាត់ថានាងចង់ទៅកន្លែងណាមួយដែលអាចហៅបានថាជាការដេតរបស់ពួកគេសាកៃក៏ភ្ញាក់បាននៅពេលដែលគាត់លើអំពីការដេតសម្រាប់ការដេតមួយនេះរូណានាងចង់ទៅកន្លែងចាស់ដែលឈោងយកការចងចាំចាស់របស់ពួកគេសាកៃលើឲ្យបានប្រាប់ខ្លួនឯងថាកុំឲ្យគាត់អ្វីប្រេះផ្ដាស់ឬក៏ធ្វើការអង្អាយក្បាលរបស់នាងយកព្រមទៅកាន់នៅពេលដែលពួកគេមកលេងនៅចិត្តមាត់ទឹកដ៏ស្រស់ស្អាតមួយនៅទីកន្លែងនេះក៏ឈោងយកការចងចាំចាស់របស់ពួកគេផងដែរលេងទឹកយ៉ាងសប្បាយរីករាយម៉ែមកតន់នឹងវាយពេញហ្នឹងវ៉ាវការចងចាំខប់សេរីឬណាមិនចាំយូរទេក៏ធ្វើការចូលទៅលេងទឹកទៅទាំងនេះវាពិតជាត្រជាក់ណាស់វាធ្វើឲ្យនាងមានអារម្មណ៍សប្បាយរីករាយអ្វីដែលបានដំណើរការវាធ្វើឲ្យសាកៃរៀងភ័យដែរប៉ុន្តែនាងនៅតែជាកូនក្មេងបរិបពីនេះដែលនៅចិត្តនោះសរសើរមិនដាច់ពីមាត់ទេនារីដ៏គួរឲ្យស្រឡាញ់គាត់មើលទៅរូណាមានអាយុច្រើនមែនប៉ុន្តែនាងមើលទៅក៏ដូចជាកូនក្មេងដដែលហ្នឹងទាំងចរិតរឹកពីនិងភាពដ៏ខ្ជូររបស់នាងរូណានេះចង់បបួលសាកៃមកលេងទឹកជាមួយនឹងគ្នាប៉ុន្តែសាកៃក៏មិនយល់ព្រមឡើយសម្រាប់ឥឡូវនេះក៏មិនមែនជាកូនក្មេងទៀតទេប៉ុន្តែរូណានេះមិនចង់ទេមកលេងជាមួយនឹងគ្នាមិនថាទោះជាយ៉ាងណាសាកៃក៏នៅតែបដិសេធដដែលហ្នឹងក៏ចង់ប្រាប់ឲ្យរូណាអង្គុយឲ្យស្ងៀមពីព្រោះនាងមិនមែនជាកូនក្មេងទៀតទេនៅឆ្នាំក្រោយនាងចូលទៅវិទ្យាល័យហើយចំណែករូណានាងមិនចង់ស្លាប់ទេសាកៃមានអារម្មណ៍ក្តៅឆេវហ្មងរូណានាងបាននិយាយថាមែនហើយឥឡូវនេះនាងមិនមែនជាកូនក្មេងទៀតទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាងនៅតែជាកូនក្មេងសម្រាប់សាកៃគឺបងប្រុសដែលនាងចូលចិត្តបំផុតអូយមានអារម្មណ៍ចង់លាក់ស៊ីមីនេះសម្រាប់រឿងស្នេហាសាកៃក៏ចង់និយាយដែរប៉ុន្តែមានតែក្មេងម្នាក់យំងាតែម្ដងរូណានេះមិនចាំយូរទេក៏ធ្វើការទៅលួងក្មេងម្នាក់ហ្នឹងទៅមិនថារបស់អូននឹងឈឺបណ្ណាក៏ដោយគឺចាញ់សម្រស់ស្រីស្អាតហ្នឹងឯងមិនបានប្រមាណម្ដាយរបស់អូនហ្នឹងក៏យកវាទៅវិញពួកគេក៏បានលាគ្នាត្រឹមតែប៉ុណ្ណឹងសាកៃក៏មើលឃើញហើយក៏សរសើរចំពោះរូណាខ្លាំងណាស់ដោយសារតែគាត់មិនបានជួយអ្វីសោះមិញហ្នឹងរូណាថាមិនអីទេនាងរីករាយជួយពួកគេគ្រប់ពេលវេលាកាលនៅពីក្មេងនាងក៏ធ្លាប់ដូចពួកគេផងដែរនាងធ្វើអ្វីទាំងអស់នេះព្រោះអនាគតរបស់នាងនឹងក្លាយជាគ្រូពេទ្យលើមែនទេសាកៃក៏ចង់ឆ្ងល់ដែរឃើញមែនទេរូណាបានប្រាប់សាកៃដែរសម្រាប់ឥឡូវនេះនាងអាចព្យាបាលបានបន្តិចបន្តួចអ្វីទាំងអស់នេះសាកៃលឺហើយក៏ពិតជាកោតសរសើរដោយសារតែគាត់តែងតែគិតរូណាហ្នឹងណាគឺជាកូនក្មេងផ្ទុយទៅវិញរូណាតែងតែគិតអ្វីដែលចាស់ទុំស្ដាប់ទៅវាដូចជាចាស់ទុំជាងគាត់ទៅទៀតប៉ុន្តែរូណានាងប្រកែកថាមិនមែនទេនាងគឺជាក្មេងម្នាក់ដែលកំពុងរងចាំការពេញវ័យមើលទៅនាងឥឡូវនេះគាត់ដឹងហើយនាងកំពុងតែរៀននៅអនុវិទ្យាល័យប៉ុន្តែសម្រាប់សាកៃក៏គិតថាគាត់មិននឹកស្មានដល់ឡើយនាងដូចជាក្មេងល្ងងចឹងដែលតែងតាំងខ្លួនឯងជាកូនក្មេងរហូតនឹកទៅដល់ពាក្យមួយដែលរូណានាងនិយាយពាក្យស្រឡាញ់មកកាន់គាត់ពិតជាចង់សួរនាងអំពីអ្វីទាំងអស់នោះគាត់មិនទាន់បានសួរផងអាការីនិងមេណាម៉ូរត់មករករូណាយ៉ាងលឿនពួកគេពិតជាសប្បាយចិត្តណាស់អាការីបានថាឲ្យសាកៃប្រឯងមិនគួរនៅនឹងទេវាអាចផ្ដល់ការគំរាមកំហែងទៅដល់រូណាចូលមើលគេនិយាយនៅពេលដែលពួកគេកំពុងតែលេងទឹករូណាមើលឃើញថាបើមានគ្នាចឹងនឹងតែសប្បាយរីករាយហ្មងហើយក៏ចូលទៅលេងជាមួយនឹងពួកគេដែរទៅចំណែកសាកៃក៏បានគិតនៅអ្វីដែលគាត់ចង់សួរទៅរូណាតើគាត់ចង់សួរពីអីមិញក៏ភ្លេចបាត់ហើយភ្លាមមករូណាក៏បានហៅសាកៃសម្ដៅមកកាន់គាត់សាកៃក៏ភ្ញាក់បានដែរតើរូណាចង់ធ្វើអ្វីឥឡូវនេះតាមពិតនេះគ្រាន់តែចង់យកបង្កងមកគៀបគាត់តើសាកៃក៏បានប្រាប់ដែរកំដៅមកយ៉ាឡល់ដួលដោយការនិយាយរបស់សាកៃអញ្ចឹងប្រុសដួលប៉ុណ្ណឹងញ៉ាំដោយធម្មតាប៉ុន្តែនៅនៅពេលនេះនៅតូបលក់អាហារក្នុងសាលារៀនជាបានឃើញអាការីកំពុងតែតាមសន្លឹងមើលទៅសាកៃអាការីនឹងឆ្ងល់ថាសាកៃគឺជាមនុស្សដែលចូលចិត្តភាពរ៉ូម៉ាន់ទិកមែន
ទេជាមួយនឹងមិត្តពីកុមារភាពអំពីរឿងដែលរូណាសារភាពទៅកាន់គាត់ហ្នឹងណានាងពិតជាចង់ដឹងខ្លាំងណាស់ពីអារម្មណ៍និងចិត្តកំណត់របស់គាត់តាមពិតសាកៃក៏បានដឹងហើយថាអាការីកំពុងតែលួចមើលគាត់ពេលដែលគាត់សម្លឹងទៅអាការីនាងក៏បានដកខ្លួនចេញសាកៃក៏បានដើរសួរអាការីតើមានរឿងអ្វីមែនមកនិយាយមើលគាត់មកអាការីនាងឆ្ងល់អំពីអ្វីសាកៃប្រាប់ទៅក៏ឃើញនាងតាមសម្លឹងមើលគាត់ហ្នឹងណាអាការីនាងបានចេញចរិតរបស់នាងហើយប្រូគាត់តែប្រូអីនឹងតារាមែនគ្មានពីណាមើលប្រូឯងទេគេបទិញនំប៉័ងនេះអាការីយកនំប៉័ងហ្នឹងហើយនាងក៏បានដើរចាកចេញប៉ុន្តែសាកៃគាត់ក៏បានហាមឃាត់គាត់ឆ្ងល់ទៅលើអាការីមិនទិញនំហ្នឹងទៅញ៉ាំអញ្ចឹងអាការីលើដូច្នោះក៏សម្លឹងមើលទំនំហ្នឹងទៅដឹងថានាងកំពុងតែជ្រើសរើសនំដែលហិលនាងក៏ភ្ញាក់បានមិនស្ទើរដែរសាកៃបានប្រាប់ឲ្យអាការីទម្លាក់នំហ្នឹងចោះទៅអាការីនាងក៏ភ្ញាក់បានដែរដែលឃើញសាកៃដើរតម្រង់មករកនាងប៉ុន្តែមិនអាចទេបើនាងទម្លាក់នំនេះចោះបានន័យថានាងទទួលស្គាល់ថានាងហ្នឹងតាមគាត់ហើយក៏បានប្រាប់ទៅសាកៃថានាងមានសេរីភាពក្នុងការទិញអ្វីដែលនាងចង់ញ៉ាំសាកៃបានប្រាប់ឲ្យអាការីបញ្ឈប់ទៅដោយសារតែនាងហ្នឹងមិនដែលញ៉ាំវាទេគេល្បីថាអ្នកដែលចេះញ៉ាំហិលនៅពេលដែលញ៉ាំវាទៅធ្វើឲ្យយើងឡើងហើមគួតហ្មងលើអញ្ចឹងទៅអាការីនាងក៏ខ្លាចដែរសាកៃបន្តទៅថាគាត់ធ្លាប់ញ៉ាំនំហ្នឹងអញ្ចឹងមិនគាត់និយាយប្រាប់អូបើមិនចេះទេកុំចង់សាកល្បងប្រយ័ត្នហើមគួតឥឡូវនេះសាកៃបានប្រាប់ឲ្យអាការីទម្លាក់វាចោលទៅមិនទាន់ហូបពេលទេចំណែកអាការីនាងនៅតែរឹងរូសអញ្ចឹងពេលព្រោះនាងមិនចង់ទទួលស្គាល់ថានាងតាមសាកៃបានលើកឡើងចរិតរឹងរូសកាលពីក្មេងរបស់អាការីលើអញ្ចឹងហើយអាការីមានការក្តៅក្រហាយជាខ្លាំងរួចនាងក៏បានយកលុយទៅឲ្យអ្នកលក់ហើយប្រាប់តែសាកៃថានាងនឹងបញ្ចប់ការញ៉ាំវាកាន់មកក្នុងថ្នាក់ដែលសាកៃកំពុងតែសម្លឹងមើលតែអាការីមានការភ័យខ្លាចជាខ្លាំងទៅលើចំហាយរបស់នំនេះសាកៃបានប្រាប់តែអាការីលះបង់ទៅមិនទាន់ហូបពេលទេប៉ុន្តែអាការីបានប្រាប់ឲ្យសាកៃកុំនិយាយច្រើនពេកបើក្នុងចិត្តរបស់អាការីនាងមិនចង់ទទួលស្គាល់ឡើយចំណែកសាកៃនៅតែប្រាប់អញ្ចឹងថាកុំញ៉ាំអីប៉ុន្តែការហាមឃាត់របស់សាកៃបណ្ដាអាការីនាងខឹងហើយញ៉ាំមួយម៉ាត់ទៅពេលញ៉ាំមកដំបូងមានអារម្មណ៍ថាវ៉ាវពិតជាអស្ចារ្យខ្លាំងណាស់ឡើងឆ្ងាញ់ហ្មងភ្លាមៗនោះអាការីមានអារម្មណ៍ថាវាពិតជាហឹរខ្លាំងណាស់ឡើងប្រកាច់ពេញហ្នឹងឃើញដូច្នោះសាកៃក៏ចង់យកអានំហ្នឹងទៅកវត្តចោលប៉ុន្តែអាការីមិនឲ្យយកទៅទេហើយនាងនៅបន្តញ៉ាំវាមួយម៉ាត់ពីរម៉ាត់ទៀតចំណែកក្នុងចិត្តរបស់អាការីនាងមិនដឹងថានាងកំពុងតែធ្វើអ្វីទេហេតុអ្វីបានជានាងតែងតែជ្រើសរើសអ្វីដែលរឹងរូសអញ្ចឹងតែងតែមិនបង្ហាញពីអារម្មណ៍ប៉ាត់របស់នាងនោះឡើយសាកៃដែលឃើញអាការីក៏នោះក៏ប្រាប់ឲ្យនាងបញ្ឈប់វាទៅហើយក៏នឹងរៀបចេញពីទីនេះដើម្បីទៅទិញទឹកដល់គោឲ្យអាការីញ៉ាំចំណែកអាការីបានចាប់ដៃសាកៃមិនឲ្យគាត់ទៅណាឡើយនាងចង់ឲ្យគាត់មើលនាងបញ្ចប់ការញ៉ាំវាបន្ទាប់មកអាការីក៏បានធ្វើការញ៉ាំវាទាំងអស់ទៅវាពិតជាពិបាកខ្លាំងណាស់ឃើញមែនទេសាកៃមានការគាំងជាខ្លាំងអាការីបានប្រាប់ទៅសាកៃឃើញអត់នាងប្រាប់តែញ៉ាំអស់គឺញ៉ាំអស់ហើយអ្វីដែលគាំងបន្ថែមទៀតនោះគឺអាការីបានចាប់ដៃសាកៃឡើងជាប់មើលតែមុខទេដឹងមានអារម្មណ៍អៀនយ៉ាងណានោះទេចំណែកសាកៃក៏មិនជឿទេថានាងអាចញ៉ាំវាអស់ហើយក៏បានសរសើរថាអាការីពិតជាគួរឲ្យចាប់អារម្មណ៍ណាស់អាការីពិតជាសប្បាយចិត្តរួចប្រាប់តែគាត់ថានាងអាចធ្វើវាបានអ្វីបន្ថែមទៅនោះអាការីនាងចង់ប្រាប់ថានាងស្រឡាញ់គាត់សាកៃភ្លាមៗនោះអាការីមានការកេងជាខ្លាំងជាមួយនឹងទឹកមុខរបស់សាកៃហើយក៏ធ្វើការប្រកែកវាទៅនាងបានសម្ដៅទៅលើនំប៉័ងមិញទេចំណែកសាកៃក៏កិនចឹងដែរឬក៏បានអង្គុយតុករៀងខ្លួនភ្លាមៗនោះសាកៃមើលឃើញថាអាការីដូរព្រុសតែម្ដងដោយសារតែវាហិលខ្លាំងពេកខ្ញុំមើលតែអាការីពិតជារឹងរូសខ្លាំងណាស់មិនដឹងចេះស៊ីហិលផងខំប្រឹងណាជួងសាលារៀនបានមកលើឡើងដែលអាការីបាននិយាយថាការប្រឡងបានបញ្ចប់ហើយក៏វាជិតដល់ថ្ងៃសម្រាប់រដូវក្តៅហើយចំណែកសាកៃក៏សង្កេតឃើញថាគាត់មានអារម្មណ៍សម្រាប់មិត្តកុមារភាពរបស់ខ្លួនឯងប៉ុន្តែនេះមិនមែនជាពេលវេលាដែលគាត់គិតអំពីពួកគេនោះឡើយចំណែកអាការីនិងមេនមោពិតជាសប្បាយចិត្តអំពីការសម្រាប់រដូវក្តៅមួយនេះមេនមោបានសួរថាពួកគេតើទំនេរដែរឬទេចំណែកសាកៃបាត់សមាឆឹងក៏ចេញទៅផ្ទះហើយនៅពេលដែលសាកៃបានមកដល់ផ្ទះរូណានាងបានបង្ហាញក្រដាសប្រឡងរបស់នាងសាកៃមានការកេងជាខ្លាំងដែលឃើញបន្ទូរបស់នាងគឺ100ទាំងអស់តែម្ដងគាត់មិនបានសរសើរច្រើនទេគាត់គ្រាន់និយាយថាវាពិតជាអស្ចារ្យខ្លាំងណាស់មកអស្ចារ្យចឹងរូណានាងចង់អោបមួយចំណែកសាកៃក៏មិនបានខ្វល់ទេក៏បានចូលទៅបន្ទប់របស់គាត់នេះគឺជារឿងអាក្រក់ណាស់កំណត់ដែលរំខានគឺអាការីនិងមីដាម៉ូប៉ុន្តែអ្វីដែលអាក្រក់ជាងនេះបំផុតនោះគឺគាត់មិនអាចល្ងងជាងពួកគេទាំងអស់គ្នាបានទេឬក៏ធ្វើការយកសិភៅមករៀនងាប់ចោលហ្មងឥឡូវនេះវាមានរយៈពេល3ថ្ងៃហើយដែលសាកៃក៏មិនបានចេញពីបន្ទប់ឡើយរូណាមីណាម៉ូនិងអាការីពិតជាមានការព្រួយបារម្ភខ្លាំងមែនទែនពួកគេបានលើថាការប្រឡងរបស់គាត់មិនសូវបានល្អឡើយអាការីថាមិនអីទេវាជាការប្រសើរណាស់ពួកគេនឹងរៀបផែនការដោយគ្មានគាត់ទៅចោះរូណាក៏បានសួរតែអាការីតើមាននឹកសាកៃដែរឬទេមិនហើយបើអាការីនិងមីណាម៉ូពិតជាយល់ស្របអំពីរឿងទាំងអស់នេះចំណែកសាកៃនៅក្នុងបន្ទប់ដែលវិញក៏រៀននឹងក្តៅខ្លួនអស់ហើយភ្លាមៗនោះគាត់ក៏សង្កត់ទៅក្រៅបង្អួចដែលឃើញកតុកកតា3ដែលកំពុងតែសម្ដែងអើយនេះពិតជាធ្វើការហន់មែនទេឥឡូវមិនអីទេសម្រាប់ខ្លះទៅម
มาเลยជាមួយនឹងគ្នា សាកៃបានណាមកបោកបង្អួចហើយសួរពួកគេទាំង3នាក់តែកំពុងតែធ្វើអ្វីពួកគេប្រាប់តែគ្រាន់តែជាការប្រាប់អារម្មណ៍សាកៃលឺហើយក៏ខ្វល់ទេមកធ្វើការអង្គុយរៀនទៀតទៅចំណែកពួកគេមានការកៀងជាខ្លាំងពួកគេមិនសោកចិត្តទេអូយអូយមកលេងមួយអូនមកនេះសម្រាប់ខ្លះទៅមកលេងមួយអូនខ្លះផងអាការីបានសួរទៅសាកៃចំតែមានរឿងអ្វីចំពោះគាត់ដូចជានាងបានលើថាគាត់ប្រឡងមិនបានល្អឡើយចំណែកសាកៃក៏បាននិយាយថាអីមិនល្អមិនល្អដែរតើបើអញ្ចឹងមែនអាការីនឹងឆ្ងល់ថាហេតុអ្វីបានជាគាត់គៀបសង្កត់ទៅលើខ្លួនឯងបានលបលអញ្ចឹងទៀតកុំគិតថាប្រវែងឆ្លាតឲ្យសោះសាកៃលើដូច្នោះមានការក្តៅក្រហាយជាខ្លាំងប្រាប់ឲ្យពួកគេចេញពីទីនេះទៅតើគាត់នៅម្នាក់ឯងអាការីបានថាសាកៃមិនជ្រើសរើសថ្ងៃសម្រាប់ទៅហេតុអ្វីបានជ្រើសរើសថ្ងៃរីកចម្រើនទៅវិញចំណែកមានមកបញ្ចុះពួកគេទាំងពីរមិនចង់ឲ្យពួកគេឆ្លោះគ្នាឡើយចំណែកសាកៃក៏បានប្រាប់តែពួកគេគាត់គ្រាន់តែចង់នៅម្នាក់ឯងតែប៉ុណ្ណោះរួចមានមកនេះក៏បានយកសពទៅហើយបានប្រាប់ឲ្យរូណានិងអាការីមកនេះបន្តិចហើយនាងក៏បានធ្វើការខ្សឹបតែពួកគេទាំងពីរមិនដឹងថាពីរឿងអ្វីនោះឡើយពួកគេទាំងពីរនាក់លើដូច្នេះក៏បានប្រាប់តែសាកៃនាងយកព្រមសុខចិត្តឲ្យគាត់នៅម្នាក់ឯងសាកៃលើដូច្នោះក៏ចង់ឆ្ងល់អំពីពួកគេដែរអាការីបានប្រាប់ឲ្យសាកៃរីករាយជាមួយនឹងការសម្រាកដ៏ក្តៅដ៏គួរឲ្យអាណិតបែបនេះសាកៃលើហើយមានការក្តៅក្រហាយជាខ្លាំងគាត់បានគិតអំពីខ្លួនគាត់ដែលគ្មាននរណាយល់ដែលសម្លឹងមើលតែអាការីនិងមេណាម៉ូដូចជាដួងច័ន្ទចំណែកគាត់ត្រឹមតែជាតុនសាយមិនអាចឆក់ក្បែរអ្នកទាំងពីរបានឡើយបើចង់ឆក់ក្បែរអ្នកទាំងពីរលុះត្រាតែគាត់មានអ្វីមួយនោះគឺជាចំណេះវិជ្ជានៅពេលថ្ងៃដែលសាកៃកំពុងតែសិក្សានោះមាននរណាម្នាក់មកចាក់ខ្នងគាត់សាកៃក៏បានប្រាប់ខ្លួនឯងដែរថាគាត់មិនអាចពើឡើយចាក់តតែសាកៃខឹងហើយបានប្រាប់ទៅពួកគេថាអត់ឃើញគាត់កំពុងតែសិក្សាទេអីព្រោះនោះមានការកេងជាខ្លាំងជាមួយនឹងសម្លៀកបំពាក់ដ៏ផូរផង់របស់ពួកគេវ៉ាវខូលប៊ីគីនីដ៏គុណភាពសាកៃក៏មានការកេងជាខ្លាំងជាមួយនឹងទង្វើរបស់ពួកគេមានមកបានសួរទៅសាកៃចង់ទៅឆ្នេរអត់ដូចជាការហែទឹករបស់អូនរូណាដូចជាការជិះពងទឹករបស់អាការីចំណែកសាកៃវ៉ាវស្អាតម៉េះឥឡូវទៅហ្មងហើយលើថាសាកៃទៅចឹងណាពួកគេមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលពួកគេកំពុងតែមើលសៀវភៅណែនាំអំពីឆ្នេរសមុទ្របើសម្រាប់អាការីនាងចង់ទៅកន្លែងណាដែលស្ងប់ស្ងាត់តែប៉ុណ្ណោះហើយបានថាសាកៃដែរអូយមិនអាក្រក់ដល់ហើយគ្រាន់តែឃើញប៊ីគីនីរបស់ស្រីស្អាតណាឆ្លើយថាទៅភ្លាមចំណែកសាកៃមានការកៀងជាខ្លាំងឥឡូវហ្នឹងគាត់មិនចង់លាក់ទេក៏បានប្រាប់ទៅពួកគេហ្មងទៅជាមួយនឹងក្រដាសប្រឡងរបស់គាត់ម៉ែមើលតែបន្ទូទៅលង្កប់កប់សេរីហើយក៏បាននិយាយថាបន្ទូប៉ុណ្ណឹងអត់ទាន់ល្អទេសាកៃក៏មានការឆ្ងល់ដែរជាមួយនឹងសកម្មភាពរបស់ពួកគេហើយក៏បានសួរទៅពួកគេទាំងពីរតើបានបន្ទូប៉ុន្មានអាការីនឹងមានមកលើដូច្នោះមិនចង់ប្រាប់ឡើយអើយមិនប្រាប់ទេសារបន្ទូគេល្អស្រាប់ហើយសាកៃឃើញបែបនេះក៏យល់ថាពួកគេកំពុងតែកុហកគាត់ដឹងថាពួកគេទាំងពីរមិនមានបន្ទុកល្អឡើយពេលចឹងទៅក៏មានអារម្មណ៍សប្បាយចិត្តវិញដែលគាត់ឆ្លាតជាងពួកគេទាំងពីរនាក់ឥឡូវនេះយើងគួរតែរៀបចំផែនការសិក្សាអំឡុងពេលសម្រាប់រដូវក្តៅលើដូច្នោះអាការីនឹងមានការខូចចិត្តជាខ្លាំងបន្តមកសាកៃបានមកមួយទឹកដើម្បីសម្អាតខ្លួនគាត់បានគិតដែរអំពីមីណាម៉ូនិងអាការីពិតជារំខានគាត់រៀនខ្លាំងមែនទែនប៉ុន្តែមិនអីទេគាត់អាចចំណាយពេលជាមួយនឹងពួកគេនាសម្រាប់រដូវក្តៅការកាត់របស់សាកៃវ៉ាវមកខប់សេរីសសាច់ភ្លាមនោះគាត់ភ្ញាក់បាហើយកប់សង្កត់ជាមួយនឹងសម្លេងពួកគេដូចជារូណាអាការីនិងមីណាម៉ូបានមកមួយទឹកនៅទីនេះសាកៃមិនចាំយូរទេគាត់ក៏ធ្វើការលាក់ខ្លួនពីពួកគេទៅនៅក្នុងអាងទឹកហ្នឹងសាកៃក៏ឆ្ងល់ដែរហេតុអ្វីបានជាពួកគេមកមួយទឹកនៅផ្ទះគាត់អញ្ចឹងឥឡូវនេះវាពិតជាធំខ្លាំងណាស់មិនដឹងថារឿងទៅជាយ៉ាងណារូណានេះពិតជាសប្បាយចិត្តដែលបានមួយទឹកជាមួយនឹងគ្នាបែបនេះហើយក៏ចង់ដឹងពីពួកគេនៅអនុវិទ្យាល័យផងដែរសម្រាប់មីណាម៉ូនាងចង់និយាយរឿងនេះនៅពេលក្រោយប៉ុន្តែនាងឆ្ងល់ថាសាកៃគាត់នៅទីណាឥឡូវនេះចំណែកសាកៃឥឡូវនេះក៏ពិតជាភ័យខ្លាំងមែនតើក៏មិនដឹងថាគួរធ្វើអ្វីឡើយសាកៃក៏បានប្រទានសារអំពីការភ្ញាក់ផ្អើលរបស់រូណានាងបានសរសើរអំពីអូប៉ៃរបស់មីណាម៉ូវ៉ាវពិតជាធំខ្លាំងមែនតើអើយមកញ៉ាំអីដូចជាធំដល់ហើយនេះឥឡូវប្រាប់តិចមកប៉ុន្តែមកក្រឡេកមកមើលអាការីវិញក៏ខ្ជូតមួយយ៉ាងដែរអាការីបានថារូណាមិននិយាយណាប់ចឹងចំណែកសាកៃក៏គ្រាន់តែចង់ឲ្យពួកគេចេះលឿននោះទេភ្លាមនោះក៏បានកត់សង្កត់ជាមួយនឹងសញ្ញាដែលអាសន្នហើយក៏បានងាកចេញភ្លាមខ្លាចតែពួកគេដឹងតែរូណានេះពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែនាងចង់ឧទាហរណ៍ថាមានសាកៃជាមនុស្សស្រីវិញណានឹងងុយទឹកជាមួយគ្នាសប្បាយរីករាយពេញហ្នឹងអាការីនឹងមានមើលលើហើយមានការអត់សំណើចជាខ្លាំងនាងសម្លាញ់ចេញទេដោយមានម៉ូនាងបានធ្វើឲ្យកំបអាមតាំងហ្នឹងគឺវាបើកសាកៃដែលនៅទៅនោះពិតជាមានការភ័យខ្លាចខ្លាំងមែនតើឈិលេរកាមទេនោះក៏ធ្វើការបិទវិញទៅប៉ុន្តែពួកគេទាំង3នាក់ពិតជាឆ្ងល់នៅមុននេះបន្តិចតើមាននរណាចូលមុនពួកគេទាំង3នាក់មែនទេវាស្របពេលដែររូណានាងចង់មកមុជក្នុងអាងទឹកនាងពិតជាសប្បាយចិត្តខ្លាំងមែនតើចំណែកសាកៃអ្នកដែលក្លៀនជាងពេលវេលាវាមិនយូរទៀតទេដល់តែគាត់ងាប់ហើយមីនមកឃើញដូច្នេះនេះមានកម្រងនឹងចូលដែរបើក្រៀមមិនឃើញសាកៃហ្នឹងណាប៉ុន្តែរូណានាងបាននិយាយនាងពិតជាឆ្ងល់ខ្លាំងណាស់តែសាកៃក៏មានអារម្មណ៍យ៉ាងណាចំពោះពួកគេទាំងអស់គ្នាពីព្រោះគាត់តែនៅក្បែរជាមួយនឹងមិត្តកុមារភាពដ៏គួរឲ្យស្រឡាញ់មីនមកនាងមិនដឹងថារូណាកំពុងតែកើតអ្វីទេប៉ុន្តែបើតាមកំណត់របស់នាងគិតថាសាកៃមិនមានអារម្មណ៍លើនរណាឡើយសម្រាប់អាការីពួកគេក៏ជាមិត្តពីកុមារភាពបើសាកៃមើលឃើញនាងលើពីមិត្តភក្តិនោះវាធ្វើឲ្យនាងមិនសប្បាយចិត្តទេ
បើសម្រាប់រូណាវិញណានាងថានាងសប្បាយចិត្តនៅពេលដែលសាកៃមានអារម្មណ៍មកលើនាងចំណែកមីណាម៉ូនាងក៏កិនចឹងដែរនាងក៏សប្បាយចិត្តបើសម្រាប់អាការីនាងពិតជាភ្ញាក់ផ្អើលហើយក៏ផ្លាស់ប្ដូរកំណត់ភ្លាមអំពីរឿងនោះនាងក៏កិនចឹងដែរនិយាយឲ្យឃើញពួកគេសម្លងមកនាងវាធ្វើឲ្យនាងពិតជាអៀនខ្លាំងមែនតើបន្ទាប់មកពួកគេក៏បាននាំគ្នាចេញពីបន្ទប់ទឹកនឹងទៅចំណែកសាកៃមិនដឹងថាគាត់មានអារម្មណ៍យ៉ាងណាទេឧបតហេតុដល់គុណភាពគាត់សឹងតែមិនជឿនៅអ្វីដែលបានកើតឡើងតែពួកគេនាំគ្នានិយាយអំពីខ្លួនគាត់កំណត់បានហូរចូលទៅក្នុងខួរក្បាលរបស់សាកៃគាត់ឆ្ងល់ថាតើនេះវាអាក្រក់ដែរឬទេភ្លាមនោះរូណានាងបានចូលមកបន្ទប់ទឹកសាកៃក៏មានការភ័យខ្លាំងមែនតើដែលចង់បញ្ចូលរូណាប៉ុន្តែរូណានាងបានដឹងរួចទៅហើយថាពួកគេមិញនេះមួយទឹកជាមួយនឹងគ្នាសាកៃលើឲ្យមានការកេងជាខ្លាំងឆ្ងល់ថានាងឃើញគាត់នៅពេលណាមុននឹងចាក់ចេញនោះរូណាបានប្រាប់ទៅសាកៃដែរថានាងនឹងរក្សារឿងនេះជាការសម្ងាត់សាកៃបានកាត់វាមិនអាចទៅរួចទេសម្រាប់រដូវក្តៅវាចាប់ផ្ដើមនៅសប្តាហ៍ក្រោយតើគាត់នឹងមិត្តពីកុមារភាពកំពុងតែចាប់ផ្ដើមរ៉ូមែនទិកមែនទេកើតមកមួយអាទិត្យដែលជាថ្ងៃសម្រាប់រដូវក្តៅមីណាម៉ូនាងក៏បានមកផ្ទះរបស់សាកៃក៏ឆ្ងល់តើអាការីនឹងរូណាមិនទៅទេឬមីណាម៉ូប្រាប់ទៅថាពួកគេមិនទៅទេឥឡូវនេះមានតែយើងពីរនាក់ប៉ុណ្ណោះនៅតាមផ្លូវសំដៅទៅទីនោះយកដឹងទៅទីណាទេគេអត់ទាន់ប្រាប់ទីគេប្រាប់ហើយសាកៃក៏បានរៀបរាប់វាគឺជារដូវកាលដ៏រ៉ូមែនទិកបើទោះបីវាគ្រាន់តែជាមិត្តពីកុមារភាពក៏ដោយប៉ុន្តែវាមិនមែនជាភាពរ៉ូមែនទិកនោះទេគ្រាន់តែជាការសិក្សានៅបណ្ណាល័យមួយតែប៉ុណ្ណោះរំលឹកមកថ្ងៃដែលពួកគេបានពិភាក្សាគ្នានៅពេលដែលសម្រាប់រដូវក្តៅបានចូលមកដល់ពួកគេនឹងទៅសិក្សានៅបណ្ណាល័យហើយចាំរៀបគម្រោងផ្សេងទៀតជាមួយនឹងគ្នាអាហ្នឹងមីណាម៉ូជាអ្នកនិយាយទេសាកៃក៏បានសួរចំពោះមីណាម៉ូតើផ្ដោតអារម្មណ៍បានអត់ហ្នឹងនេះជាអ្វីដែលបានកើតឡើងដែលនាំឲ្យពួកគេសម្ដៅមកទីនេះគាត់បានសួរតើអាការីអាចផ្ដោតអារម្មណ៍បានអត់ប៉ុន្តែខ្លួនគាត់ទៅវិញទេសម្លឹងទៅមើលអោប៉ៃរបស់គេពេលនេះឡងបលក្បងពេញនឹងហើយរំលឹកអំពីការនិយាយរបស់ពួកគេនៅក្នុងបន្ទប់ទឹកអ៊ុយជារឿងធនណាដែលគាត់មិនអាចផ្ដោតអារម្មណ៍បានប៉ុន្តែឧទាហរណ៍បើគាត់ចង់សួរនាងឲ្យនាងបញ្ជាក់ដោយផ្ទាល់អ៊ុយសុំតើផងកុំកាត់ឆានពេកខ្ញុំមិនមានអារម្មណ៍លើលោកទេមីណាម៉ូនាងងាកមករកសាកៃប៉ាជាឆ្ងល់ពីទង្វើរបស់គាត់ខ្លាំងមែនតើពេលដែលនាងចាក់គាត់ទៅដឹងថាគាត់មិនអាចផ្ដោតអារម្មណ៍បានឡើយបន្ទាប់ពីរៀនចប់ពួកគេបានមកអង្គុយកន្លែងមួយដើម្បីនិយាយគ្នាមីណាម៉ូបានប្រាប់សាកៃឃើញអត់ថានាងអាចផ្ដោតអារម្មណ៍បានសាកៃក៏គិតថាមីណាម៉ូប៉ាជាធ្វើបានល្អខ្លាំងណាស់មីណាម៉ូលើបែបនេះហើយនាងប៉ាជាសប្បាយចិត្តខ្លាំងមែនតើប៉ុន្តែមានរឿងមួយនាងចង់សួរពីបញ្ហាខ្លះទៅសាកៃសួរធម្មតាសួរឲ្យសាកៃមានអារម្មណ៍ថាស្និទ្ធស្នាលខ្លាំងណាស់សាកៃសួរទៅឲ្យមួយណាប្រាប់មើលមីណាម៉ូបានខ្សឹបប្រាប់សាកៃថាឲ្យស្ងាត់តិចទៅនៅក្នុងបណ្ណាល័យសម្រាប់សាកៃក៏គិតថាមីណាម៉ូនៅតែមើលឃើញគាត់ជាកូនក្មេងគាត់ឆ្ងល់ថាតើនាងគិតយ៉ាងណាប្រសិនបើគាត់ធ្វើអ្វីខុសនោះរៀនមកចាត់ដៃមីណាម៉ូហ្នឹងប៉ុន្តែនាងបានដកចេញដោយសារចម្លើយហ្នឹងនាងយល់ហើយនាងអាចដោះស្រាយដល់ខ្លួនឯងបានសាកៃប្រាប់ទៅថាអញ្ចេះខុសហើយអុយខុសយ៉ាងណាទៅប្រាប់តិចមកនេះខនេះយល់ទេមែនតើសូមជាយាមសិក្សាម្ដងទៀតនៅឆ្នាំនេះសម្រាប់មីណាម៉ូបើពួកគេសិក្សាម្ដងទៀតមិនបានទៅឆ្នេរសមុទ្រដឹងអត់ថាអូនមីណាម៉ូនេះចង់សម្រាប់រដូវក្តៅឥឡូវនេះសាកៃក៏មើលឃើញថាពួកគេមិនខុសគ្នាប៉ុន្មានទេពួកគេតែងតែបែបនេះមិនថាពួកគេរៀននៅវិទ្យាល័យក៏ដោយទង្វើដដែលវាមិនខុសពីពួកគេរៀននៅបឋមសិក្សានោះទេមិនថាពួកគេរៀនចប់ក៏ដោយទង្វើរបស់ពួកគេនៅតែដដែលអញ្ចឹងបើសម្រាប់មីណាម៉ូនាងក៏គិតដូចគ្នាមិនថាពួកគេរៀននៅឆ្ងាយពីគ្នាទង្វើរបស់ពួកគេនៅតែដដែលអញ្ចឹងគ្មានអ្វីដែលអាចផ្លាស់ប្ដូរបានឡើយសាកៃថាពួកយើងគឺជាមិត្តពីកុមារភាពលើពីនេះហើយមីណាម៉ូបានសួរទៅសាកៃប្រសិនមកគាត់មានសង្សារឬក៏រៀបការជាមួយនឹងនរណាម្នាក់ហើយមានកូននោះតើតំណែងទាំងពីររបស់យើងនឹងទៅជាយ៉ាងណាសាកៃប្រាប់ទៅអ្វីនៅតែដដែលអញ្ចឹងវាមិនផ្លាស់ប្ដូរឡើយយើងតែងតែនៅតែជាមិត្តពីកុមារភាពនឹងគ្នាអញ្ចឹងប៉ុន្តែសម្រាប់មីណាម៉ូប្រសិនមកនាងសួរគាត់ហើយចេញទៅក្រៅជាមួយនឹងគ្នានោះសាកៃលឺឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនចង់សួរគាត់ហើយនឹងចេញទៅក្រៅជាមួយនឹងគាត់តើនេះមែនទេគឺជាតំណែងមិត្តកុមារភាពដ៏រ៉ូមែនទិកមីណាម៉ូប្រាប់នាងគ្រាន់តែសួរគាត់ឲ្យចេញទៅក្រៅជាមួយនឹងនាងដើម្បីទិញការ៉េមសាកៃលឺឲ្យមានការស្លេកជាខ្លាំងអត់យល់ទេសាកៃក៏បានប្រាប់ខ្លួនឯងដែរថាអូនឯងឃើញអត់ហេតុអាចមានតំណែងជាមួយនឹងមិត្តពីកុមារភាពរបស់ខ្លួនឯងនោះទេសម្រាប់មីណាម៉ូមិនថាពួកគេគឺជាមិត្តពីកុមារភាពដដែលក៏ដោយនាងយល់ថាអ្វីដែលពិសេសនាពេលសម្រាប់រដូវក្តៅនេះបណ្ដាំសេរីភាពនេះមានការវាយឡុកប៊ីគីនីដល់គុណភាពពួកគេបានជ្រើសរើសទីតាំងហើយគឺនៅសមុទ្រដែលមិនសូវមានមនុស្សមកវាមានចំណតឡានក្រុងតែមួយគត់ដែលនាំឲ្យពួកគេមកទីនេះមើលទៅសាកៃដូចជាសប្បាយចិត្តមិញឯងបើខ្ញុំវិញសប្បាយចិត្តដល់កឃើញអូនប៊ីគីនីអូយមិនដល់ឆ្នេរតលេទាំងអស់គ្នាហ្មងមីណាម៉ូនាងចង់បង្ហាញពីស្នៀតហែទឹករបស់នាងជាមួយនឹងប៊ីគីនីចំណែកអារូណាហើយនឹងអាការីក៏គិតអញ្ចឹងដែរក្រឡៃមកមើលសាកៃក៏កំពុងតែលេខដីម្នាក់ឯងក៏បានគិតអំពីមិត្តពីកុមារភាពរបស់គាត់ទាំង3ធំឡើងជាមួយនឹងភាពរ៉ូមែនទិកតាំង
តាំងពីបុរាណមីនម៉ូបានសួរទៅសាកែលេងតាក់ទេអីពួកឯងមានចំណៃចាក់ខុកនៅនឹងច្រើនណាបើចំណាយរណានាងចង់ញ៉ាំអាឡឹកឲ្យសាកែហ្នឹងជួយវាយឲ្យតិចមកសាកែងាកមកធ្វើឲ្យពួកគេគាំងជាមួយនឹងទឹកមុខរបស់គាត់សាកែរៀបកន្លែងឲ្យពួកគេក៏ទៅអង្គុយលេងដីទៀតទៅពួកគេទាំង3នាក់ពិតជាឆ្ងល់ខ្លាំងមែនតើគាត់កំពុងតែអន់ចិត្តមែនទេចំណែកសាកែហើយឃើញអត់ហើយអត់អាចមានតំណែងតំណងជាមួយនឹងម៉ាត់ពីកម្មារភាពរបស់ខ្លួនឯងបានទេកន្លែងហ្នឹងគេស្មូតអញ្ចឹងខ្ញុំធ្វើតាមគេទេអាការីបានសួរទៅសាកែតើគាត់កំពុងតែគិតអ្វីពីព្រោះឥឡូវនេះពួកគេបានមកដល់ឆ្នេរហើយសាកែប្រាប់ពួកគេកុំប្រកាន់គាត់អីឲ្យពួកគេរីករាយចោះអូយមើលទៅសម្បកនេះដូចជាស្អាតដល់ហើយហេប្រហែលកំពុងតែគិតអីហ្នឹងតោះឥឡូវយើងឲ្យខ្វល់ពីគាត់ទេតែហែតាក់ទាំងអស់គ្នាអាការីមានការភ្ញាក់ផ្អើលដែលឃើញមីណាម៉ូនិងរូណាទៅបង្ខំសាកែចង់ឲ្យសាកែហ្នឹងមកលេងតាក់ជាមួយនឹងពួកគេអុយមកលេងជាមួយគ្នាស្វ័យណាឃើញប៊ីកានីគុណភាពមូលហេតុដែលមីណាម៉ូធ្វើបែបនេះដោយសារតែនាងចង់បញ្ចប់រដូវក្តៅដ៏ពិសេសជាមួយនឹងសាកែសម្រាប់រូណានេះគឺជាលើកដំបូងរបស់នាងដើរលេងឆ្នេរជាមួយនឹងអូនីចាំងចំណែកសាកែដែលការជំរុញពីពួកគេវាធ្វើឲ្យគាត់ស្រែកពេញហ្នឹងគាត់បាននិយាយប្រាប់ខ្លួនឯងដដែលថាពួកគេគ្រាន់តែជាមិត្តពីកម្មារភាពប៉ុន្តែជាមួយនឹងប៊ីកានីរបស់ពួកគេវាបានបំភ្លេចបំផ្លាញអ្វីទាំងអស់នោះវាពិតជាខុសខើខ្លាំងណាស់គាត់មិនអាចមើលពួកគេដល់ផ្ទាល់បានទេជាពិសេសនោះគាត់ធ្លាប់បានប្រាប់ទៅមីណាម៉ូថាទំនាក់ទំនងរបស់ពួកគេនៅតែដដែលប៉ុន្តែអ្វីទាំងអស់នេះហើយវាកំពុងតែបំភ្លេចបំផ្លាញពួកគេមានការឆ្ងល់ជាមួយនឹងទង្វើរបស់សាកែជាខ្លាំងសម្រាប់មីណាម៉ូដែលនឹកឃើញអ្វីមួយនោះចង់ប្រាប់ឲ្យសាកែលាបលេការពារកម្ដៅថ្ងៃឲ្យនាងបន្តិចមកសាកែងាកទៅអុយជួយតិចមកអីអូ my god សាំចាត់ខ្ទេចខ្ទីលេងមិត្តពីកម្មារភាពចំណែករឿងណាក៏ធ្វើការលាបលេឲ្យទៅសាកែផងដែរអុយអាបងចាំអើយអូនរូណាលាបឲ្យនៅពេលដែលសាកែប្រាប់ឲ្យរូណាបញ្ឈប់រូណាបានសួរតែខ្មាស់គេមែនវាច់ខ្មាស់គេទេទទួលខុសត្រូវលឿននៅសម្រាប់ការទទួលខុសត្រូវរូណាប្រាប់ឲ្យសាកែសន្យាជាមួយនឹងនាងថាគាត់នឹងទទួលខុសត្រូវពីពេលវេលាដែលគាត់មើលនាងកំពុងតែងុយទឹកចំណែកអាការីស្អីគេពួកគេកំពុងតែនាំគ្នាព្រួតទៅរកសាកែចំណែកនាងបានត្រឹមតែនៅពីក្រោយខ្នងរបស់ពួកគេរូណានិងមីណាម៉ូពិតជាចាប់បង្ខំសាកែខ្លាំងមែនតែនចង់ឲ្យគាត់ទៅលេងទឹកជាមួយនឹងពួកគេចំណែកអាការីឆ្លេឆ្លាពេញហ្នឹងរហចន្លោះចោតឃើញឯងសាកែក៏បានទទួលអារម្មណ៍ពីអូប៉ៃរបស់មីណាម៉ូព្រមទាំងរូណាផងដែរគាត់បានប្រាប់ខ្លួនឯងថាគាត់ត្រូវតែអត់ធ្មត់ស៊ូទ្រាំនឹងរឿងទាំងអស់នេះនៅវិធីបើកវាសនការចូលទៅវិទ្យាល័យចាប់ពីថ្ងៃនោះមកគាត់បានកត់សម្គាល់ថាគាត់នឹងមានអារម្មណ៍សម្រាប់មិត្តកុមារភាពរបស់ខ្លួនឯងរហូតមកដល់សពថ្ងៃនេះមិនថាទោះជាណាក៏ដោយគាត់បានប្រាប់ខ្លួនឯងថាបេះដូងរបស់ខ្លួនឯងគឺបេះដូងដែកអញ្ចឹងហើយគាត់ទៅលេងទឹកមកឲ្យរឹងមាំបន្តិចចំណែកអាការីបានចូលមកចិត្តសាកែសុំឲ្យគាត់ទៅលេងបាល់ជាមួយនឹងនាងជាមួយនឹងទឹកមករបស់សាកែអាការីបានបញ្ជាក់អីអាតបយកស្ដាប់អញនិយាយតិចមើលអុយកុំទុកឲ្យអូនលេងម្នាក់ឯងមកលេងបាល់ជាមួយនឹងអូនមកសាកែភ្ញាក់ផ្អើលខ្លាំងមែនតើជាមួយនឹងពីរអូនពេញមាត់នេះអាការីនាងអៀងខ្លាំងពេកក៏រុញសាកែធ្លាក់ទឹកទៅនេះមិនមែនជាអ្វីដែលនាងចង់មានន័យទេនៅក្នុងទឹកសាកែក៏បានគិតថាគាត់គួរតែរំភើបសម្រាប់ថ្ងៃនេះឃើញដៃអ្នកទាំង3ហុញមករកគាត់ហើយគាត់បាននិយាយថាអ្នកទាំងអស់គ្នាពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់អាការីមីណាម៉ូរូណាពិតជាមានការព្រួយបារម្ភខ្លាំងមែនតែនពេញផ្នែកពេលបណ្ដាឲ្យសាកែហូរឈាមច្រមុះទៅនៅពេលដែលអាការីសួរសាកែថាមិនបានខ្មាស់អៀនឡើយពួកគេមានការកៀងដែលសាកែប្រាប់ទៅពួកគេបែបនេះទាំងអស់នេះហើយវាធ្វើឲ្យពួកគេមានការអស់សំណើចជាមួយនឹងបុរសដែលខ្មាស់អៀនជាមួយនឹងពួកគេទាំង3សាកែប្រាប់ទៅពួកគេគាត់សំស្បត់ថាគាត់មិនមែនខ្មាស់អៀនទេពីពេលនោះមកពួកគេបាននាំគ្នាលេងដូចជាល្បែងវាយអាឡឹកវ៉ាវ cool និងលេងបាល់ដ៏ស្រស់ប្រំប្រៃខោសេរីប៊ីកានីគុណភាពដូចជាការញ៉ាំអីជាមួយនឹងគ្នានេះញ៉ាំទៅអូនីចឹងបន្តមកពួកគេបន្តលេងទឹកជាមួយនឹងគ្នាទៀតមេក៏វាចូលក៏បានល្ងាចបន្តមកពួកគេត្រឡប់មកឡានក្រុងវិញសាកែបានគិតនៅទីបញ្ចប់គាត់ត្រូវបានចំអកទាំងស្រុងនេះហើយជាមូលហេតុដែលគាត់មិនអាចនៅក្នុងទំនាក់ទំនងដ៏រ៉ូមែនទិកជាមួយនឹងមិត្តពីកម្មារភាពអាការីបានសួរទៅសាកែតើគាត់នៅអៀនមែនទេជាមួយនឹងពួកគេទាំង3សាកែថាកុំគិតច្រើនពេកយាយចាស់អើយនេះយកពេលចំអកហ្នឹងមកជួយលើកអីវ៉ាន់គាត់មកអាការីមានការក្តៅក្រហាយជាខ្លាំងក៏ធ្វើការតទៅវិញទៅមកពេញហ្នឹងនេះមកអំបរនេះមកចាំនាងជួយលើកស្អីគេក្មេងស្ទៀវកុំនិយាយលុយពេកពួកគេនៅតែបន្តឆ្លោះអញ្ចឹងមើលឡានក្រុងញ៉ាវទៅបាត់ចប់គ្រប់យ៉ាងចំណែកអាការីនិងរូណានេះដេកថ្មិលឥឡូវនេះអាការីមើលឃើញថាវាពិតជាធ្ងន់ធ្ងរខ្លាំងណាស់ក្រឡៃមកមើលទូរស័ព្ទវាគ្មានសេវាអ្វីឡើយសាកែក៏បាននិយាយដែរអញ្ចឹងហើយចង់រើសឆ្នេរដែលស្ងប់ស្ងាត់
ប្រយចង់ដាក់កំហុសមកលើខ្ញុំមែនទេមិនទេគិតខ្លួនឯងតែសម្រាប់ឥឡូវនេះវាគ្មានអ្វីឡើយពួកគេគួរតែធ្វើដំណើរថ្មើរជើងតែម្ដងក៏មើលតែអាការ៉េពិតជាគួរឲ្យខ្លាចខ្លាំងណាស់ប៉ុន្តែវាសមហេតុផលហើយដែលសារតែនាងមិនចូលចិត្តគាត់ឡើយក៏បានរំលឹកអំពីពាក្យសម្ដីនៅក្នុងបន្ទប់ទឹករបស់អាការ៉េដែលនាងយកស្របពីអារម្មណ៍របស់សាកៃជាមួយនឹងរូណាទោះជាយ៉ាងណាក៏ដោយវាមិនមែនជាពេលវេលាដែលគាត់ត្រូវកាត់នោះឡើយឃើញដូច្នេះអាការ៉េបានថាឲ្យសាកៃមកលឿនមកសាកៃក៏នៅតែកាត់អំពីពាក្យសម្ដីរបស់អាការ៉េស្រែកថាឲ្យតែម្ដងប្រឯងកំពុងតែកាត់អីហ្នឹងមកលឿនមកហើយសាកៃក៏បានឈប់កាត់អំពីរឿងទាំងអស់ហ្នឹងទៅនៅតាមផ្លូវអាការ៉េក៏បានកាត់ដែរហេតុអ្វីបានជានាងត្រូវជាប់គាំងជាមួយនឹងមនុស្សដ៏អត់ប្រយោជន៍ម្នាក់នេះប៉ុន្តែគេសន្មតថាមានតែយើងពីរនាក់អីតែវាបញ្ចប់ដោយរបៀបណានេះគឺជាអាការរបស់នាងមែនទេដើម្បីធ្វើឲ្យដូចមានម៉ូដែលមានពេលវេលាជាមួយនឹងសាកៃហើយនឹងរូណាផងដែរប៉ុន្តែនាងឆ្ងល់ខ្លាំងណាស់តែនាងកំពុងតែកាត់អ្វីឥឡូវនេះពេលនោះអាការ៉េមានការភ័យខ្លាចខ្លាំងណាស់ដោយហក់ទៅអោបសាកៃប៉ុន្តែវាគ្រាន់តែជាឆ្មាហក់ចេញពីព្រៃតែប៉ុណ្ណោះអឡងពេលដែលស្វីតបែបនេះហើយពួកគេក៏បានដកឃ្លារៀងខ្លួនអំឡុងពេលនេះមេឃកាន់តែងងឹតហើយពួកគេនៅតែបន្តដំណើរអាការ៉េឆ្ងល់ថាពួកគេមិនអីទេឬសាកៃថាមិនអីទេអំពីរឿងទាំងអស់នេះគាត់ថាទីនេះគ្មានធាតុករណាមួយឡើយអាការ៉េនាងបាននិយាយថានាងបានលើអំពីគេថាបរិសម្នាក់ត្រូវបានស្លាប់ភ្លាមធ្លាក់ពីលើម៉ូតូបើមានរឿងអញ្ចឹងកើតឡើងមែនសាកៃគាត់នឹងរត់ទៅសុំជំនួយភ្លាមសម្រាប់អាការ៉េអញ្ចឹងបានន័យថាគាត់ទុកឲ្យនាងនៅម្នាក់ឯងមនុស្សដែលនៅម្នាក់ឯងត្រូវមានការចាប់ចរិតភ្លាមហើយនឹងមានព្រៃបិសាចឡងទៀតផងសាកៃបានថាឲ្យអាការ៉េកុំចេះតែយករឿងពីគ្រប់ទិសទីមកនិយាយគ្រាន់តែសំឡេងសត្វក្អែកមួយធ្វើឲ្យអាការ៉េទាំងព្រឺរោមពេញនឹងហើយពួកគេក៏បាននាំគ្នាបន្តដំណើរទៀតទៅអំពីរឿងនោះវាពិតជារន្ធត់ខ្លាំងណាស់អាការ៉េបានសម្លឹងទៅសាកៃហើយរំលឹកទៅអតីតកាលដែលយើងឃើញអាការ៉េកាលពីក្មេងនាងកំពុងតែយំខ្លាចវង្វេងផ្ទះសាកៃបានចាប់ដៃអាការ៉េហើយលងលោមនាងថាមិនអីទេគាត់តែងតែនៅជាមួយនឹងនាងជានិច្ចរំលឹកពីរឿងទាំងអស់ហ្នឹងហើយអាការ៉េបានសម្លឹងមើលទៅដៃរបស់សាកៃនាងមិនអាចប្រមូលផ្ដុំភាពក្លាហានរបស់នាងចាប់វាបានឡើយភ្លាមនោះសាកៃក៏បានក្រដាស់ធ្វើឲ្យអាការ៉េដាច់ផ្ងាតោងតែម្ដងសាកៃក៏បានសួរដែរអាការ៉េថាមិនអីទេមើលតែខ្លួនទៅឡើងញ័រហ្មងសាកៃក៏ចង់ជួយលើកអាការ៉េប៉ុន្តែនាងមិនព្រមទេរៀបនឹងដួលម្ដងទៀតហើយប៉ុន្តែសាកៃក៏បានទៅត្រោបពីក្រោយសាកៃក៏បានប្រាប់ហើយថានាងមិនអាចជួយខ្លួនឯងបានទេហើយក៏ធ្វើការចាប់អៀវអាការ៉េតែម្ដងឬគាត់ក៏បានបន្តដំណើរទៅមុខទៀតអាការ៉េឆ្ងល់ខ្លាំងណាស់តែគាត់មិនធ្ងន់ទេឬសាកៃថាមិនអីទេគាត់បាននិយាយអំពីអាការ៉េកាលពីក្មេងដូចជាមិនរឹងរូសអញ្ចឹងឡើយសម្រាប់អាការ៉េមិនយុត្តិធម៌ទេនៅគ្រាចូលវិទ្យាល័យដំបូងសាកៃក៏បានសុំដកឃ្លាពីអាការ៉េដោយមិនចង់ឲ្យពួកគេដើរទៅផ្ទះជាមួយនឹងគ្នាដូចមុនឡើយអ្វីទាំងអស់នេះឲ្យសាកៃគាត់គឺជាអ្នកដែលបានផ្លាស់ប្ដូរវាហើយនាងបានរកឲ្យសាកៃដាក់នាងចុះទៅនាងមិនសូវឈឺឡើយប៉ុន្តែមើលទៅគាត់ដូចជាតានតឹងដល់ហើយអាការ៉េនាងគិតថាសាកៃមើលមកនាងមិនដូចពីមុនឡើយសាកៃប្រាប់ទៅអំពីរឿងតានតឹងនោះមែនទេដោយសារតែគាត់កំពុងតែផ្ដោតលើការការពារនាងវាក៏ប្រៀបដូចជាពាក្យសម្ដីដែលគាត់និយាយនៅកាលពីក្មេងផងដែរដូច្នេះអាការ៉េមើលឃើញថាសាកៃមិនបានផ្លាស់ប្ដូរឡើយភ្លាមនោះសាកៃមានការភ្ញាក់ផ្អើលហើយប្រាប់ទៅអាការ៉េឲ្យមើលពួកគេបានធ្វើដំណើរមកដល់ទីក្រុងហើយយើងមើលទៅទឹកមុខរបស់អាការ៉េដូចជាអត់ចង់ចោះមិនទេភ្លាមពួកគេពិតជាភ្ញាក់ផ្អើលជាមួយនឹងសំឡេងទូរស័ព្ទទទួលបានការទំនាក់ទំនងពីក្រុមគ្រួសាររបស់ពួកគេបញ្ចប់នឹងការហៅទូរស័ព្ទសាកៃបានប្រាប់ទៅអាការ៉េម្ដាយរបស់ពួកគេបានប្រាប់ថាពួកគេគួរតែស្នាក់នៅផ្ទះសំណាក់មួយយប់កន្លែងបានកក់ហើយនឹងបង់ប្រាក់រួចហើយពួកគេគួរតែស្នាក់នៅអាការ៉េថាមិនអីទេមើលទៅទឹកមុខដូចអត់ទាន់អស់ចិត្តឡើយមកដល់ផ្ទះសំណាក់សាកៃឆ្ងល់ពីភាពស្ងប់ស្ងាត់របស់អាការ៉េតែនាងកំពុងតែខឹងគាត់មែនទេមកដល់បន្ទប់កន្លែងនេះគឺវិគៀកគ្នាទៀតឃើញអាការ៉េបែបនេះហើយសាកៃក៏មានកម្រងទៅសួរបុគ្គលិកដើម្បីរកបន្ទប់ផ្សេងទៀតមិនតែអាការ៉េបានប្រាប់ទៅសាកៃថាមិនអីទេពីព្រោះនាងចង់នៅជាមួយនឹងគាត់សាកៃឆ្ងល់ខ្លាំងមែនតែនចង់នៅជាមួយនឹងគាត់សាកៃបានសើចចំពោះអាការ៉េតែនៅមានការភ័យខ្លាចទៀតមែនទេអាការ៉េគ្រាន់តែញញឹមហើយអរគុណសាកៃសម្រាប់ថ្ងៃនេះវាបាននាំយកមកអ្វីត្រឡប់មកវិញបានខ្លះនៅពេលដែលសាកៃសួរទៅអាការ៉េក៏បានសុំទៅងុចទឹកបន្តមកសាកៃក៏បានមកមុជទឹកដូចគ្នាដែរសាកៃឆ្ងល់ខ្លាំងមែនតែនតានោះវាទៅជាយ៉ាងណាជាធម្មតានាងមិនអញ្ចឹងឡើយបើតាមការគិតវិញណាប្រូឯងកុំគិតថាខ្ញុំចង់ដេកជាមួយនឹងប្រូឯងសាកៃនៅតែឆ្ងល់អញ្ចឹងឆ្ងល់នៅតែឆ្ងល់ដូចជាភាពគំរាមកំហែងរបស់អាការ៉េប៉ុន្តែក៏មើលទៅនាងដូចជាត្រូវមានអ្វីមួយក្រឡេកមកគៀនឃើញអាការ៉េកំពុងតែចាំគាត់ទៀតវាជារឿងដែលគួរញាប់អើជាធម្មតាអាការ៉េស្អប់ការរងចាំខ្លាំងណាស់អាការ៉េលើដូច្នោះបានត្រឹមតែងាកមុខចេញនៅលើតុញ៉ាំអាហារសាកៃពិតជាមានភាពភ្ញាក់ផ្អើលជាមួយនឹងអាហារដ៏ប្រណិតភាពភ្ញាក់ផ្អើលវាប្រែទៅជាស្ងប់ស្ងាត់ដែលអាការ៉េមិននិយាយអ្វីសោះសាកៃក៏ប្រឹងនិយាយខ្លាំងមែនតែនចំណែកអាការ៉េមិននិយាយអ្វីឡើយអញ្ចឹងហើយក៏ប្រៀបដូចជាតួកំប្លែងដែលមិនទាន់ល្បីដោយសាកៃក៏ចង់ចាក់ទឹកឲ្យអាការ៉េញ៉ាំមិនប្រយ័ត្ននោះវាបានរបូតចេញពីដៃរបស់គាត់តាំងនោះពិតជាក្តៅខ្លាំងណាស់បានសាមកាបូបរបស់អាការ៉េ
ទៀតផងអ្វីដែលអាការីមើលនោះមិនមែនកាបូបរបស់នាងឡើយគឺដៃរបស់សាកៃឃើញថានេះគឺជាភាពរ៉ូមែនទិកមួយអាការីបានប្រាប់ឲ្យសាកៃអង្គុយចោលទៅឲ្យទុកឲ្យនាងសម្អាតវានៅក្នុងបន្ទប់ទឹកនោះសាកៃពិតជាមានការឆ្ងល់ជាមួយនឹងអាការីជាខ្លាំងបន្ទាប់ពីការញ៉ាំអីត្រូវបានបញ្ចប់ក៏ដល់ម៉ោងគេងម្ដងលើតែអាការីនិយាយថាតោះគេងនឹងសាកៃសម្លឹងទៅមើលកន្លែងដ៏រីករាយហើយសាកៃក៏បានអស់ពុករបស់គាត់ទៅឆ្ងាយពីអាការីទៅដេកនៅកលៀនជាងរួចអាការីក៏បានទៅបិទភ្លើងដើម្បីគេងសាកៃបានប្រាប់ខ្លួនឯងពួកយើងគ្រាន់តែជាមិត្តពីកុមារភាពភ្លាមៗនោះក៏មានការកេងជាខ្លាំងដែលអាការីចង់គេងជាមួយនឹងគាត់ដែរអ្វីដែលអាការីប្រាប់ទៅគាត់នោះគ្រាន់តែកុំធ្វើរឿងអាក្រក់ទៅបានហើយនាងមិនចូលចិត្តទេនៅពេលដែលគាត់ធ្វើរឿងទាំងអស់នោះសាកៃក៏បានសួរចំពោះអាការីដែរហើយរយបានជាដេកក្បែរគាត់អញ្ចឹងអ្វីដែលអាការីចង់បាននោះចង់ឲ្យគាត់មើលមកនាងដូចជាការពីក្មេងសាកៃរំលឹកអំពីរឿងរ៉ាវនៃការពីក្មេងរបស់ពួកគេហើយអោបតែលើអាការីប្រាប់នាងថាគាត់យល់ព្រមទាំងអស់នេះហើយវាធ្វើឲ្យអាការីពិតជាសប្បាយចិត្តខ្លាំងណាស់រាល់រឿងរ៉ាវនៃការពីក្មេងអាការីប្រាប់ទៅសាកៃថានាងស្រឡាញ់គាត់អ្វីទាំងអស់នេះហើយសាកៃងើបមកគាត់ញាប់អើតើអាការីទៅតែនិយាយថាស្រឡាញ់គាត់មែនទេអញ្ចឹងហើយក៏មានការកៀងជាខ្លាំងនៅព្រឹកឡើងវាបានចូលមកដល់មើលទៅមុខសាកៃទៅដូចអត់ទាន់បានដេកឡើយសាកៃងើបឡើងមកប្រាប់ខ្លួនឯងថាស្ថានភាពដ៏រ៉ូមែនទិកក៏មិនបានរំពឹងទុកឡើយថាគាត់បានគេងជាមួយនឹងអាការីជាធម្មតាអាការីតែងតែរឹងរូសណាស់ឥឡូវនេះរឹងរូសទៀតទេប្រៀបដូចជាក្មេងតូចអញ្ចឹងក៏បានតែ good morning ដល់អាការីអញ្ចឹងទៅហើយរំលឹកការពីយប់ចង់ឲ្យគាត់ធ្វើអញ្ចឹងហីអាការីឆ្ងល់ថាសាកៃកំពុងតែនិយាយអំពីអ្វីដូច្នេះសាកៃមានការកៀងជាខ្លាំងអាការីបានរុញសាកៃចេញពីនាងហើយប្រាប់ឲ្យគាត់ឈប់មើលដោយសារតែនាងមិនទាន់បានផាន់មុខផាន់សៅត្រឹមត្រូវឡើយឬក៏បានយកកតាមហើយប្រាប់ទៅសាកៃនាងទៅផ្ទះមុនហើយសាកៃនៅអង្គុយភ្ញាក់ផ្អើលនៅអ្វីដែលបានកើតឡើងអញ្ចឹងអើយសំចិត្តយប់មិញវារឿយកើតឡើងនេះចំណែកអាការីនៅលើឡានក្រុងទៅតែម្នាក់ឯងទេអត់ចាំសាកៃឡើយនាងបានរំលឹកអំពីការពីយប់នោះផងដែរនាងឆ្ងល់ខ្លាំងណាស់តែនាងកំពុងតែនិយាយអ្វីនៅគ្រានោះអូខេអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងគឺមានតែប៉ុណ្ណឹងបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like មកពីខ្ញុំបាទ CAA Anime សូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ